នៅក្នុងវិស័យភាពយន្តតួនាទីជាអ្នកដឹកនាំរឿងជាតួនាទីមួយដែលសំខាន់ឧទាហរណ៍ថាក្នុងពេលដែលយើងចុះទៅថតផ្ទាល់បើសិនជាជួបបញ្ហាដូចដែលបងលើកឡើងខាងលើមិញហ្នឹងតើបងមានវិធីសាស្ត្រឬក៏ដំណោះស្រាយអីខ្លះនោះមកពីប្រភពផ្សេងៗគ្នាពេលមកធ្វើការជុំគ្នា10-20នាក់តែងតែមានគំនិតខុសៗគ្នាបើសិនជាគាត់ធ្វើការមួយគ្នាអត់បានទេការដោះស្រាយបញ្ហាតើយើងធ្វើមិនបើយើងដោះស្រាយបញ្ហាអត់តាន់ទេបញ្ហាហ្នឹងវានឹងនាំឲ្យមានបញ្ហាបន្តទៀតជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំសីហាជាវិធីករនៅក្នុងកម្មវិធីជំនាញនិងវិជ្ជាជីវៈរបស់ Carbon Podcast ហើយក្នុងថ្ងៃនេះដែរគឺពួកយើងមកជួបជាមួយនឹងម្ចាស់ផលិតកម្មផ្ទាល់របស់ Carbon Picture គឺបងសេងធីហើយយើងក៏ជួបជាមួយនឹងគាត់ទាំងអស់គ្នាជំរាបសួរចាសុខសប្បាយអត់សុខទុក្ខធម្មតាដែរចឹងជួយណែនាំខ្លួនតិចឲ្យអ្នកទស្សនារបស់យើងបានស្គាល់ពីបងបន្ថែមបាទអញ្ចឹងជំរាបសួរទាំងអស់គ្នាខ្ញុំឈ្មោះសេងធីខ្ញុំជាម្ចាស់ផលិតកម្ម Carbon Picture ហើយក៏ជាអ្នកដឹកនាំរឿងជាផលិតករភាពយន្តផងដែរចឹងខ្ញុំចង់ដឹងថានៅក្នុងវិស័យសត្វភាពយន្តហ្នឹងក្នុងនាមបងជា Director ឬក៏ជា Producer ហ្នឹងតើបងធ្វើអីខ្លះទៅលើវាអញ្ចឹងនៅក្នុងវិស័យភាពយន្តតួនាទីជាអ្នកដឹកនាំរឿងជាតួនាទីមួយដែលសំខាន់នៅលើឆាកឬក៏នៅកន្លែងដែលគេដឹកនាំរឿងដូចគ្រូធំមួយដែរអញ្ចឹងរឿងទាំងអស់វាអាស្រ័យទៅលើ Director ជាអ្នកដឹកនាំផ្លូវអញ្ចឹងវាថា Director Directing ហ្នឹងគឺអ្នកនាំផ្លូវអ្នកណែនាំអ្នកដឹកនាំគឺជាការសំខាន់ហើយតួនាទីដែលបងធ្វើផ្ទាល់ខ្លួនឯងឬក៏បងចាប់ទុកថាខ្លួនឯងទៅរៀនមកពីខាងបរទេសជាពិសេសនៅខាងប្រទេសកូរ៉េហើយនឹងចូលរួមវគ្គបណ្ដុះបណ្ដាលនានានៅក្នុងស្រុកជាមួយនឹងខាងនាយកដ្ឋានភាពយន្តក៏ដូចជាខាងCRC ដែលជាទីតាំងបណ្ដុះបណ្ដាលការផលិតភាពយន្តនៅក្នុងតួនាទីជាអ្នកដឹកនាំរឿងម្លែកតួនាទីអ្នកផលិតភាពយន្តម្លែកមួយទៀតតែដោយសារបងផ្ទាល់មានយើងខ្វះគេហៅថាក្រុមការងារក៏ដូចជាខ្លួនឯងអត់ទាន់អាចទុកចិត្តឬក៏រកដៃគូដែលអាចសហការគ្នាបានត្រូវបងច្រើនតែជាអ្នកដឹកនាំរឿងផងជាអ្នកផលិតករភាពយន្តផងអាហ្នឹងវាជាភាពតានតឹងមួយនៅក្នុងការរៀបចំខ្សែភាពយន្តនៅក្នុងតួនាទីជាអ្នកដឹកនាំរឿងយើងដឹករឿងយើងកែរឿងយើងសម្របសម្រួលជាមួយតួយើងនិយាយមួយតួដើម្បីឲ្យគាត់សម្ដែងឲ្យត្រូវជាមួយសាច់រឿងឲ្យត្រូវជាមួយអ្វីដែលយើងបាននិយាយគ្នាតែផលិតករគាត់ធ្វើការលើសពីហ្នឹងក្រៅពីគាត់ធ្វើការជាមួយនឹងអ្នកដឹកនាំរឿងគាត់ធ្វើការជាមួយនឹងក្រុមការងារទាំងអស់ជាមួយនឹងគេថាគ្រប់គ្នានៅក្នុង film set នៅក្នុងកន្លែងថតគាត់ហ្នឹងគាត់ត្រូវធ្វើការជាមួយ director ផ្ទាល់គាត់ត្រូវធ្វើការជាមួយតួគឺថាតួខ្វះខាតអីគាត់ត្រូវបំពេញបន្ថែមហើយគាត់បើសិនជារឿងភាពយន្តហ្នឹងវាមានអ្នកមានគេហៅថា sponsor អ្នកផ្សព្វផ្សាយឬក៏អ្នកធ្វើទីផ្សារហ្នឹងគឺត្រូវ work ជាមួយអ្នកធ្វើការជាមួយអ្នកទីផ្សារទៀតដើម្បីឲ្យអ្នកទីផ្សារទាំងអស់ហ្នឹងគាត់ដាក់ផលិតផលគាត់ឬក៏ឲ្យតួរបស់យើងហ្នឹងធ្វើការផ្សព្វផ្សាយទៅលើផលិតផលនឹងខ្លះដែរហ្នឹងបើមានតែបើអត់ទេយើងផ្ដោតទៅលើសាច់រឿងរបស់យើងតើសាច់រឿងយើងតម្រង់នៃការផលិតរឿងរបស់យើងវាត្រឹមត្រូវហើយណាតែបើបងសុំនិយាយត្រឡប់មកវិញតើតើតួនាទីរបស់អ្នកផលិតករភាពយន្តតែម្ដងណាយើងគិតមើលទៅជាផលិតករភាពយន្តមួយម៉ាត់ហ្នឹងគឺធំមែនតើតួនាទីរបស់គាត់លើសពី director អ្នកដឹកនាំរឿងដោយសារអីអ្នកដឹកនាំរឿងគាត់ដឹកនាំទៅពេល set នៅពេលថតទេនៅលើ set ហ្នឹងឬក៏នៅកន្លែងឆាកថតហ្នឹងអាចនឹងធ្វើ pre production អីខ្លះឬក៏ទៅសេរឿងតែបើអ្នកដឹកនាំផលិតឬក៏ producer ហ្នឹងផលិតករហ្នឹងគាត់ធ្វើការតាំងពីមានរឿងហ្នឹងមិនមែនមានរឿងអីអាក្រក់ទេណាមានរឿងគឺមាន scenario សាច់រឿងមានគំនិតក្នុងការផលិតរឿងគឺគាត់យកសាច់រឿងហ្នឹងយកមកបំបែកជាប្រធានបទច្បាស់លាស់ឬក៏ print slide presentation ជាឯកសារដើម្បីយកទៅជួបជាមួយគេជាមួយឯងការគាត់ជួបមួយណាគេខ្លះគាត់ជួបជាមួយនឹងដូចជាតួសម្ដែងដែលរើសតួត្រូវទេបន្ទាប់ពីរើសតួរើសហើយគាត់រើសមួយក្រុមការងារតើក្រុមការងារណាដែលគាត់អាចធ្វើការជាមួយបាននៅក្នុងកម្រិតថវិកាដែលគាត់មាន
ចឹងផលិតករភាពយន្តគឺគាត់ផ្ដោតសំខាន់ទៅលើការសម្របសម្រួលទៅលើការចាត់ចែងទៅលើការសម្រាប់ចិត្តច្រើនតើគាត់គួរតែធ្វើការជាមួយអ្នកណាជ្រើសរើសកាមេរ៉ាបែបណាជ្រើសរើសក្រុមការងារបែបណាជ្រើសរើសតួបែបណាជ្រើសរើសទីតាំងបែបណាដើម្បីបំពេញតម្រូវការរបស់ director ឬក៏អ្នកដឹកនាំរឿងឲ្យគាត់ទទួលយកបានតែជាបទពិសោធន៍បងប្អូនដោយសារបង director ផង producer ផងចឹងហើយការសម្រេចចិត្តវាហាក់បីដូចជាលឿនដោយសារអីយើងគិតខ្លួនឯងយើងធ្វើខ្លួនឯងយើងចង់បានថតទីតាំងណាយើងទៅដើរស្វែងរកខ្លួនឯងយើងទៅដាក់តំណខ្លួនឯងចឹងទៅហើយបន្តមកទៀតរើសតួដូចជាការរើសតួជាដើមគឺយើងអត់ពិបាកក្នុងការសម្រេចចិត្តដោយសារយើង producer ផ្ទាល់យើងអត់មានចំនួនមួយណាគេទេយើងគិតថាតួនឹងមានសមត្ថភាពតម្លៃសមរម្យដែលគាត់ធ្វើការមកយើងបានឬក៏គាត់ជួយ support ជួយផ្ដល់ការជំនួយឲ្យយើងក្នុងការចូលរួមមានថាតួខ្លះគាត់អត់មានពេលគ្រប់គ្រាន់តួខ្លះគាត់overcharge ថ្លៃពេកតួខ្លះគាត់មិនមែនគាត់អត់ឆាយទេប៉ុន្តែគាត់អត់មានបទពិសោធន៍អញ្ចឹងតើយើងអាចថ្លឹងថ្លែងឲ្យវាមានតុល្យភាពបានអត់រវាងការចាយច្រើនការចាយតិចគុណភាពហើយនឹងការចាប់ផ្ដើមដែលអត់មានគុណភាពអញ្ចឹងសម្រាប់ចិត្តច្រើនគិតច្រើនទៅលើទូនទីហើយការរៀបចំជាពិសេសនៅលើឆាកតែម្ដងគឺត្រូវដោះស្រាយបញ្ហាភ្លាមបន្ទាន់នោះគឺរឿងចាយលុយរឿងនិយាយជាមួយក្រុមការងាររឿងដោះស្រាយបញ្ហាហើយតាមបទពិសោធន៍បងកន្លងមកយើងអត់ទាន់មានបញ្ហាធំណាមួយកើតឡើងដូចជាតួគាត់មានគ្រោះថ្នាក់ឧបទ្ទហេតុណាមួយនៅពេលថតឬក៏មានចំនួនធ្ងន់ធ្ងរណាមួយដែលយើងមិនអាចដោះស្រាយបានទេជាក់ស្ដែងធ្វើការជាក្រុមវាតែនឹងមានពាក្យសម្ដីប៉ះពាល់គ្នាណាមនុស្សមកពីប្រភពផ្សេងគ្នាពេលមកធ្វើការជុំគ្នា10-20នាក់តែងតែមានគំនិតខុសៗគ្នាអញ្ចឹងជាអ្នកដឹកនាំរឿងគាត់អាចនឹងមិនខ្វល់ទៅលើក្រុមការងារគាត់គិតអីគិតទៅប៉ុន្តែជា producer ជាអ្នកផលិតករគាត់ត្រូវដឹងទាំងអស់គាត់ត្រូវគិតទាំងអស់ថាក្រុមនីមួយៗគាត់ធ្វើការមួយគ្នាសមបានដែរអត់បើសិនជាគាត់ធ្វើការមួយគ្នាអត់បានទេការដោះស្រាយបញ្ហាតើយើងធ្វើមិនបើយើងដោះស្រាយបញ្ហាអត់តាន់ទេបញ្ហាហ្នឹងវានឹងនាំឲ្យមានបញ្ហាបន្តទៀតវាដូចគេហៅថា domino effect កន្លែងគឺថាក្រុមភ្លើងឈ្លោះគ្នាជាមួយនឹងក្រុមកាមេរ៉ាអញ្ចឹងភ្លើងហើយកាមេរ៉ាឌឺដងគ្នាចាអត់អាចធ្វើការមួយគ្នាបានទេចានៅក្នុង set ឧទាហរណ៍ថាក្នុងពេលដែលយើងចុះទៅថតផ្ទាល់អញ្ចឹងណាបើសិនជាជួបបញ្ហាដូចដែលបងលើកឡើងខាងលើមិញហ្នឹងតើបងមានវិធីសាស្ត្រឬក៏ដំណោះស្រាយអីខ្លះដំណោះស្រាយជាទូទៅគឺវាអត់មានអីក្រៅពីការមកពិភាក្សាគ្នាមកនិយាយគ្នាតែឧទាហរណ៍ថាយើងកំពុងតែថតហើយមិនได้ឆ្លោះគ្នាចា៎ដំណើរការថតយើងប្រើប្រាស់ពេលវេលាយើងអាចនឹងអង្គុយឆ្លោះគ្នាហើយឲ្យពេលវេលាទៅកន្លងហួសទេព្រោះកាលណាពេលវេលាកន្លងហួសក្រុមការងារផ្សេងទៀតដែលកំពុងរងចាំគាត់ប្រកាសជាទទួលបាននៅការខកចិត្តនឹងចំណុចទី1ចំណុចទី2យឺតយ៉ាវពេលវេលាគាត់នឹងមានកម្រងធ្វើអីគាត់អាចរំពឹងថារឿងនឹងចប់ត្រឹមម៉ោង5តែដោយសារយើងអាឡ័យឆ្លោះគ្នាដោយសារតែយើងអត់សម្រេចចិត្តដោះស្រាយបញ្ហាលឿនការងារហ្នឹងវាអាចអត់ហើយនៅត្រឹមម៉ោង5ហ្នឹងវាអាចបើសិនយើងនិយាយគ្នាបានយើងអាចនឹងធ្វើការដល់ម៉ោង6ម៉ោង7តែបើសិនជាយើងនិយាយគ្នាអត់បានការងារមួយថ្ងៃហ្នឹងយើងចាយដើមទុនអីប្រហែលបានវានឹងអាចខ្លាយជាការបង់ខាតឬក៏ខ្លាយជាអាសាបង់អត្តសាចឹងទៅដូច្នេះហើយក្នុងនាមជាផលិតករគឺត្រូវដោះស្រាយរឿងហ្នឹងបានមុនគេបំផុតបើនៅក្នុង set ពេលដែលយើងធ្វើការអត់តាន់ពេលវេលាគឺកាន់តែចាយលុយច្រើនហើយយើងអ្នកកាន់លុយឬក៏ producer ដែលកាន់លុយពេលវេលាមួយថ្ងៃទៅមួយថ្ងៃសិតតែលុយចាយរាប់ពាន់ដុល្លារក្នុងការថត set មួយបើយើងចាយប័ណ្ណចិត្តឬក៏ថវិកាតិចតួច 100% វាអត់អីឬក៏ក្រោម 100% យើងថត free ក៏អត់អីដែរខាតមួយថ្ងៃយើងនៅមានមួយថ្ងៃទៀតតែដល់ពេលយើងកាន់លុយច្រើនការងារកាន់តែធំពេលវេលាគឺកាន់តែសំខាន់ដូចជានៅក្នុងពេលថតអញ្ចឹងណាឧទាហរណ៍ថាបើសិនជាបងជួបតួដែលគាត់ពិបាកក្នុងការសម្ដែងពិបាកក្នុងការបញ្ចេញនៅអារម្មណ៍ពិតណាតើបងមានវិធីសាស្ត្រអីគេខ្លះក្នុងការទៅជួយណែនាំគាត់ឬក៏ដឹកនាំគាត់ដើម្បីឲ្យគាត់មាន feeling ថាយើងសម្ដែងមករៀនហ្មងចា៎តាក់ទងនឹងបច្ចេកទេសក្នុងការធ
ធ្វើការជាមួយតួឲ្យគាត់សម្ដែងចេញមកអស់ឬក៏ត្រឹមត្រូវឬក៏អាចគេថា natural ឬក៏ធម្មជាតិណាការសម្ដែងបែបធម្មជាតិវាទាមទារឲ្យតួអង្គរបស់យើងយល់ពីរឿងឲ្យបានខ្លាំងយល់អំពីលក្ខណៈបុគ្គលិករបស់តួអង្គនីមួយៗឲ្យបានច្រើនតាក់ទងជាមួយនឹងបច្ចេកទេសក្នុងការដឹកនាំរឿងឬដឹកនាំតួដឹកនាំរឿងក្នុងតួវាជាមួយគ្នាដែរពេលដែលតួយើងធ្វើម៉េចឲ្យតួគាត់យល់ឬក៏គាត់មានមនោចេតនាឬក៏ការសម្ដែងបានល្អយើងត្រូវតែឲ្យតួគាត់មានពេលឬក៏គាត់យល់ពីសាច់រឿងនោះបានច្រើនអានឲ្យបានច្រើនយល់ពី character របស់រឿងរបស់តួទាំងអស់ហ្នឹងតើតួអង្គហ្នឹងគាត់មានបទពិសោធន៍អីខ្លះគាត់រស់នៅក្នុងជីវិតអីខ្លះព្រោះការសម្ដែងវាដូចជីវិតពិតចឹងពេលខ្លះការសម្ដែងដើម្បីឲ្យមើលទៅមិនដូចជាការសម្ដែងទេការសម្ដែងភាពយន្តត្រូវតែឲ្យលក្ខណៈថាដូចជីវិតពិតចឹងណាបើសិនជាបើយើងសម្ដែងភាពយន្តខុសពីជីវិតពិតពេកវាគ្រាន់តែជាឆាកមួយដែលយើងអានតាមប្រូឬក៏យើងធ្វើឲ្យតែបានថាវាទៅតាមអ្វីដែលសេប៉ុន្តែនៅក្នុងជីវិតពិតតើវាដូចគ្នាដែរអត់ឧទាហរណ៍ថាបើសិនជាយើងសម្ដែងឲ្យតួអង្គហ្នឹងគាត់ឆ្នះឆ្នើមតើគាត់ឆ្នះឆ្នើមដោយសារអីពេលគាត់ចូលនៅក្នុងហ្នឹងដោយសារអីខ្លាចជាតួអង្គមួយហ្នឹងដែលគាត់មិនcorrectមានលក្ខណៈបែបហ្នឹងចរិតបែបហ្នឹងតើដោយសារអីអញ្ចឹងពេលដែលយើងបានយល់ពីតួយើងច្បាស់លាស់ពេលដែលយើងឲ្យតួយល់ពីតួខ្លួនឯងហ្នឹងច្បាស់លាស់ចឹងពេលគាត់សម្ដែងចេញមកយើងអាចមើលឃើញពីលក្ខណៈ natural របស់គាត់ហើយការសម្ដែងគាត់តួពីមនុស្សម្នាក់ទៅម្នាក់ពីក្រុមមួយទៅក្រុមមួយពីផ្នែកមួយទៅផ្នែកមួយតែងតែមានអារម្មណ៍ផ្សេងៗគ្នាចំពោះបងផ្ទាល់ពេលបងធ្វើការមួយតួបងច្រើនតែឲ្យគាត់យើងអាសាសួរគាត់មួយសំណួរគឺតែអនឡាញយល់ថាពេលអនឡាញសម្ដែងស៊ីនមិនហ្នឹងយល់មិនដែរយើងច្រើនឲ្យគាត់គិតខ្លួនឯងសុំយោបល់គាត់ឬក៏មិនយើងអត់ចង់និយាយថាអនឡាញទៅចឹងអត់ត្រូវអត់ល្អទេប៉ុន្តែយើងចង់ឲ្យគាត់គិតថាចំពោះគាត់ពេញចិត្តជាមួយនឹងប្លង់ហ្នឹងដែរនៅយើងចង់ឲ្យគាត់គិតខ្លួនឯងបានមុនយើងប្រាប់ពីអ្វីដែលយើងគិតថាយើងគិតថាវាមិនតន់ល្អបើសិនជាតួដែលគាត់ស្រឡាញ់រឿងហ្នឹងហើយគាត់យល់ពីសាច់រឿងហ្នឹងគាត់នឹងថាពេលគាត់សម្ដែងហ្នឹងគាត់មានអារម្មណ៍ថាដូចខ្វះអីមួយហើយគាត់គិតថាគាត់អាចធ្វើចេះបានឬក៏គាត់អាចសុំគាត់គិតខ្លួនឯងគាត់អាចស្នើសុំ director ឬក៏ producer ហ្នឹងថាខ្ញុំចង់កែកន្លែងហ្នឹងតិចតើបានអត់តួដែលគាត់មាន character ឬក៏គាត់មានភាពខ្លាំងរបស់ខ្លួនឯងហ្នឹងគឺគាត់តែងតែធ្វើចឹងឧទាហរណ៍តួបរទេសដែលមានឈ្មោះ Johnny Depp គាត់ថតរឿង Pirates Caribbean គាត់ថតរឿងច្រើន Johnny Depp គេស្គាល់ទូទាំងពិភពលោកល្បីគាត់តែងតែមាន character របស់ខ្លួនឯងមានតែតួអង្គរបស់ខ្លួនឯងនៅក្នុងរឿងមួយអញ្ចឹងពេលគាត់សម្ដែងពេលខ្លះយើងអត់ចង់និយាយថាតួដឹក director ទេឬក៏តួហ្នឹងធ្វើអីតាមចិត្តខ្លួនឯងប៉ុន្តែពេលដែលតួគាត់យល់ពីសាច់រឿងគាត់យល់ពី character របស់រឿងហ្នឹងពេលខ្លះអាភាព accident ដែលគាត់ផ្ដាក់ឲ្យរឿងហ្នឹងមកវាខ្លាចទៅជា unique មួយជាចំណុចមួយដែលធ្វើឲ្យអ្នកទស្សនាមើលឃើញហើយចងចាំវាមានចំណុចច្រើនដូចរឿងបរទេសដែលជា iconic មួយបងចាំចំណងជើងប៉ុន្តែមានប្លង់មួយដែលតួអង្គហ្នឹងត្រូវវាយគ្នាហើយគាត់ជាគេថា cowboy គាត់មានកាភ្លើងគាត់មានខ្សែក្បាត់វាខ្សែតីវាយសេះវាយអីចឹងណានៅក្នុងដំណើររឿងសាច់រឿងហ្នឹងគឺប្លង់ហ្នឹងគាត់ត្រូវវាយគ្នា intensive មែនតើមានប្លង់ choreography លក្ខណៈវាយគ្នាក្បាច់បោច្រើនណាតែតួអង្គហ្នឹងក៏មានអារម្មណ៍ថាខ្ញុំអត់ចង់វាយគ្នាខ្ញុំមានអារម្មណ៍ថាហត់នឿយហើយមានអារម្មណ៍ថាដូចវាយគ្នាច្រើនស៊ីនមែនច្រើនស៊ីនពេកហើយស៊ីនមួយហ្នឹងគាត់ទៅសុំ director ថាឥឡូវខ្ញុំអត់ចង់វាយគ្នាទៀតទេចង់ថតឈុតវាយគ្នាខ្ញុំចង់ទាញកាភ្លើងមកបាញ់ម្នាក់ហ្នឹងបានអត់ពេលរៀបវាយគ្នាហ្នឹងអាហ្នឹង director គាត់ល្បីដែរគាត់ស្ដាប់ idea ហ្នឹងទៅគាត់ថាwhy not ហេតុអីក៏មិនអាចធ្វើបានក៏សាកល្បង
ចឹងពេលដែលថតប្លង់តួហ្នឹងរបៀបថាគាត់ចេញក្បាច់ចេញអីយើងថាសាមើលរឿងចិនចេញក្បាច់ចេញអីតំណងតួមួយទៀតទាញកំភ្លើងវាកប៉ៅមកផាំងហើយតួដែលក្បាច់ក្បូរហ្នឹងដួលពោកស្លាប់អត់ទៅអញ្ចឹងអាចំណុចហ្នឹងវាខ្លាចតែជា unique មួយជាចំណុចមួយដែលពិសេសទាំងរឿងចិនរឿងបរទេសរឿងអីផ្សេងតែងតែយកចំណុចហ្នឹងមកពេលដែលមានស៊ីនមានឈុតឆាកវាយគ្នាខ្លាំងឬក៏មើលទៅបុគ្គលហ្នឹងហាក់បីដូចជាមើលទៅអស្ចារ្យតែតែបុគ្គលតួឯកទាញកំភ្លើងបាញ់ខាំងដួលពោករឿងហ្នឹងវាធ្វើ amuse ធ្វើឲ្យអ្នកទស្សនាគាត់ចងចាំធ្វើឲ្យអ្នកទស្សនាគាត់ដូចថារំជួលចិត្តឡៃហ្នឹងគាត់ unexpected ថាមើលទៅតួហ្នឹងបកាយវាយបកាយអីស្រាប់តែចេញមកគេបាញ់កំភ្លើងមកគ្រាប់មកបាត់ហើយឡើង unexpected ចំណុចហ្នឹងហើយដែលជាចំណុច unique ដែលបងនិយាយហ្នឹងចឹងឆ្លើយក៏មួយសំណួរថាតើយើងត្រូវធ្វើការមួយតួវាមិនដើម្បីឲ្យគាត់យល់ពីសាច់រឿងគឺវាមិនមែនមានន័យថាផ្ទាល់តែយើងត្រូវបរៀនគាត់ត្រូវប្រាប់គាត់ដឹកដៃគាត់ដូចកូនក្មេងទេធ្វើការមួយតួមានថាត្រូវចេះស្ដាប់តួត្រូវយល់ពី character និងយល់ពីអារម្មណ៍របស់តួដែរតើគាត់យល់សាច់រឿងហ្នឹងប៉ុណ្ណាជួនកាលគាត់មានយោបល់ដែលយោបល់របស់គាត់ហ្នឹងធ្វើឲ្យសាច់រឿងហ្នឹងផ្លាស់ប្ដូរឬក៏ល្អជាងមុនឬអាចមិនល្អជាងមុនយើងអត់ដឹងតែភាគច្រើនបើសិនជាយើងសហការគ្នាត្រូវឬក៏តួហ្នឹងគាត់ចេះយល់ពីសាច់រឿងស្វែងយល់ពីសាច់រឿងការសម្ដែងរបស់គាត់គឺចេញមករស់រវើកចេញមកធ្វើឲ្យយើងជឿថាវាជាការពិតឧទាហរណ៍តួហ្នឹងគាត់ត្រូវសម្ដែងបែបម្ដងឈួតម្ដងជាអាហ្នឹងក៏ជា uniqueness របស់តួជាចំណុចខ្លាំងរបស់តួដែរហើយយើងត្រូវចាំថានៅក្នុងរឿងខ្សែភាពយន្តទាំងមូល character មួយដែលក្នុងខ្សែភាពយន្តមួយដែលល្អតួសម្ដែងដែលគាត់មាន talent ឬក៏មានសមត្ថភាពល្អបកាយហ្នឹងយើងអត់ចាំបាច់ទៅដឹកនាំគាត់ច្រើនទេអត់ចាំបាច់ទៅដូចកូនក្មេងកាន់ចកោតគាត់បរិញ្ញាជីកង់ឯងវាមិនមែនមានន័យថាគាត់សម្ដែងច្រើនរឿងឬក៏ច្រើនឆ្នាំទេអាហ្នឹងច្បល់បងណាគំនិតបងផ្ទាល់គឺវាអាស្រ័យទៅលើការយល់ឃើញរបស់គាត់ហើយភាពរឹងមាំរបស់គាត់មួយទៀតហើយនឹងcharacter របស់គាត់តើគាត់ជាមនុស្សម្នាក់ដែលចូលចិត្តឲ្យគេដឹកនាំធ្វើអីដែលគេចង់ប្រាប់ឬក៏គាត់ជាមនុស្សម្នាក់ដែលចង់សម្ដែងតួអង្គហ្នឹងឲ្យចេញពីជំរឿចិត្តគាត់ឬក៏គាត់បានដាក់ជ្រៅជាមួយតួអង្គហ្នឹងឬនៅមានន័យថាគាត់បានបំពេញថាឥឡូវតួអង្គហ្នឹងគាត់ឈ្មោះស្រីមុំគាត់ជាអ្នកខ្លាចខ្មោចតើគាត់ជាស្រីមុំហ្នឹងដែរណាហ្នឹងហើយបើសិនជាគាត់អត់ជាតួអង្គទេទោះបីជាយើងវាយគាត់ក៏មិនអាចខ្លាចជាតួអង្គហ្នឹងដែរគាត់នៅតែនិយាយថាធ្វើម៉េចខ្ញុំមិនម្នាក់ហ្នឹងផងឲ្យខ្ញុំទៅធ្វើឈួតធ្វើជាម្នាក់ដូចអ្នកហ្នឹងមិនទៅកើតហើយនៅក្នុងខ្សែភាពយន្តរឿងដែលវាមានភាពតាក់ទាញឬក៏ជាខ្សែភាពយន្តដែលទទួលបានការគ្រប់គ្រងភាគច្រើនតួអង្គដែលគេលេងគឺ character ឬក៏តួអង្គមួយហ្នឹងគឺចេញមកវាតែងតែលើសគេលើសឯងលក្ខណៈគាត់ចេញមកវាមានភាពប្រសពលេចធ្លោហ្នឹងហើយ outstanding ឬក៏ standing out ណាមនុស្សហ្នឹងបើយើងនិយាយពី color គឺក៏គេហៅថាមកប្លង់ដែលយើងមើលឃើញដែលសាមនៅក្នុងរូបភាព Facebook ឲ្យមើលគេមានជាមសិតពណ៌សមកក្នុងរូបមកប្លង់ជាមពណ៌សទាំងអស់ពីច្រើនជាមពណ៌សស្រាប់តែនៅក្នុងរូបភាពទាំងអស់ហ្នឹងឃើញជាមមួយពណ៌ខ្មៅអញ្ចឹងមនុស្សពេលគាត់ដើរមកគឺកន្លែងមើលឃើញពណ៌ខ្មៅនៅមុនគេមនុស្សអត់ទៅឃើញពណ៌សតែមានច្រើនហ្នឹងទេនឹងឃើញពណ៌ខ្មៅមុនគេអាហ្នឹងវាជាចំណុចមួយ special បងអត់ដឹងថាគួរតែនិយាយថាម៉េចក៏ប៉ុន្តែនៅក្នុងភាពយន្តត្រូវតែមានតួអង្គមួយទៅលេចធ្លោត្រូវតែមានតួអង្គមួយហ្នឹងអាចនឹងលើសគេលើឯងសូម្បីតួ extra ក៏អាចលើសគេលើឯងដែរបងធ្លាប់មើលព័ត៌មានឬក៏ចូលចិត្តមើល review របស់គេ research ឬក៏គេធ្វើការ analyze ទៅនឹងខ្សែភាពយន្តវាមានរឿងខ្លះតួមិនម៉ានទេទៅជាអ្នក background ហ្នឹងវាអាឡារឹកលក្ខណៈចេញមកលើសគេទុះជាគេឬក៏គាត់ខ្លាចតែជាតួអង្គមួយដែលដូចថារឿងហ្នឹងមិននិយាយពីគាត់ទេគាត់គ្រាន់តែជាតួ extra ឬក៏តួអង្គបន្តបន្សំទេ
ប៉ុន្តែសារការសម្ដែងមកគាត់បានល្អឬក៏គាត់យល់ពី character នឹងបានខ្លាំងឬក៏គាត់អាច input ឬក៏ដាក់ខ្លួនឯងឲ្យចូលជ្រៅជាមួយតួអង្គមួយហ្នឹងគាត់ខ្លាចតែជាគេថាsoul stealer soul stealer ហ្នឹងមានថាអ្នកដែលលួចយក soul ហ្នឹងមិនមែនគាត់លួចយកទៅណាមានថា spotlight ឬក៏ចំណុច special នៅក្នុងរឿងចំណុចពិសេសក្នុងរឿងធ្វើឲ្យគេចងចាំតួនឹងច្រើនជាងគេរឿងពីដើមដល់ចប់គេអត់ខ្វល់ថាតួឯកដំណើរគាត់ទៅណាគាត់មិនទៅគេចងចាំតួប៉ែមួយដែលរៀងខ្មៅកងឹតគាត់ត្រង់ណាម្នាក់ប៉ះកង់ហើយធ្វើឲ្យអ្នកដតីចងចាំពូនឹងជាងគេដោយសារគាត់ត្រូវខ្មៅឡងតែមកប៉ុណ្្នឹងអញ្ចឹងអាហ្នឹងវាជា unique មួយវាជាចំណុចពិសេសមួយដែលលើសពីគេនៅក្នុងការដឹកនាំរឿងឬក៏យើងរើសតួរឿងឬក៏ឲ្យតួសម្ដែងឲ្យត្រូវនៅខ្មែរយើងគេច្រើនដឹកនាំតួរបៀបបោះប្រូឲ្យចឹងទៅវាអត់ខុសទេការបោះប្រូឲ្យតួវាងាយស្រួលធ្វើឲ្យតួនឹងអាចថាចាំសាច់រឿងលឿនឬក៏ឆាប់ចប់រឿងអីចឹងទៅវាអាចចំណេញពេលច្រើនដែរក៏ប៉ុន្តែ emotion ឬក៏ទឹកមុខរបស់គាត់គឺគាត់ចាំតែស្ដាប់គេទឹកមុខរបស់គាត់ឬការសម្ដែងរបស់គាត់វាអត់អាចរស់រវើកគឺក៏អត់ធ្វើឲ្យរឿងហ្នឹងរឿងមួយហ្នឹងតាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនាបានហើយពួកឯងត្រូវចាំថានៅក្នុងខ្សែភាពយន្តផ្នែកសំខាន់ផ្នែកដែលមើលទៅតួឬក៏កំពុងតែលេងផ្នែកមួយទៀតដែលកំពុងចាំស្ដាប់គេបោះប្រូមកខុសគ្នាហើយបងក៏ដឹងថាមកដល់ឥឡូវហ្នឹងឆ្នាំ2026ក្នុងការដឹកនាំរឿងគេនៅបោះប្រូទៀតដែរអត់តែនៅក្នុងរឿងបងគឺបងអត់ដែរបានបោះប្រូតួទេជាបទពិសោធន៍របស់បងគឺបងទៀមទាឲ្យតួគាត់យល់ពីសាច់រឿងខ្លួនឯងជាយាមឲ្យតួគាត់សម្ដែងចេញពីអារម្មណ៍របស់គាត់ផ្ទាល់ពីតួអង្គរបស់គាត់ផ្ទាល់លើកលែងតែប្រូហ្នឹងវែងដែលគាត់ពិបាកចាំហ្មងអាហ្នឹងយើងអាចនឹងជួយអានឲ្យគាត់ស្ដាប់សិនហើយចាំគាត់សម្ដែងតាមក្រោយអាចចឹងដែរហ្នឹងហើយចឹងត្រឡប់មកវិញនៅក្នុងពេលបងនិយាយមិញហ្នឹងអូខេខ្ញុំ understand ហើយចង់សួរសំណួរមួយទៀតទៅបងក៏ប៉ុន្តែខ្ញុំធ្លាប់បានឮពេលមុនដែលខ្ញុំមិនមែនជាអ្នកធ្វើការនៅក្នុងវិស័យភាពយន្តហ្នឹងទេខ្ញុំធ្លាប់បានឮគេនិយាយថាក្នុងនាមយើងជា director ឬក៏យើងជាអ្នកដឹកនាំរឿងឲ្យតែចេះនិយាយពាក្យថា action ឬក៏ cut អីចឹងគឺយើងអាចធ្វើជា director ឬក៏អ្នកដឹកនាំរឿងបានហើយចឹងចង់សួរតបងថាបងមានមតិយោបល់បែបណាដែរទៅលើមតិមួយហ្នឹងអាហ្នឹងវាអត់មានខុសអីទេធម្មតាពេលដែលសម្ដែងភាពយន្ត director គាត់នៅអង្គុយមកកន្លែងមើល monitor director ខ្លះគាត់អាចនឹងអង្គុយក្បែរអ្នកកាន់កាមេរ៉ា director ខ្លះគាត់អាចមិនចាំបាច់នៅ set មើលក៏បានហើយគាត់អាចឲ្យ assistant គាត់មើលពេលគាត់បញ្យល់ហើយក៏ប៉ុន្តែវាថា cut action អត់ចាំបាច់ director ទៅនិយាយទេAD គាត់ក៏អាចនិយាយបាន AC ឬក៏អ្នកកាន់កាមេរ៉ាក៏អាចនិយាយបានអ្នកកាន់ slate ហ្នឹងក៏អាចនិយាយបានដែរអ្នកកាន់ផ្លាក1 2 3ខាងក្រោយ scene លេខម៉ានហ្នឹងអញ្ចឹងណាក៏គាត់អាចនិយាយបានដែរចង់ធ្វើជា director វាមិនមានន័យថាត្រូវតែចេះនិយាយប៉ុណ្ណឹងទេវាលើសហ្នឹងហើយការពិតជាក់ស្ដែងធ្វើជាតួនាទី director មិនមែនជាតួនាទីមួយដែលយើងចេះតែមានលុយធ្វើបានណាឬក៏តួនាទី director ប៉ុន្តែបើយើងមានលុយអាចនឹងយកឈ្មោះ director បានប៉ុន្តែមិនមែនមានថាយើងធ្វើមិនបានទេបើសិនជាយើងមានរឿងខ្លួនឯងយើងចង់ធ្វើយើងអាចមានឈ្មោះជា director បានដូចគ្នាក៏ប៉ុន្តែតើគេទទួលស្គាល់យើងជា director ដែរឬអត់វាជារឿងមួយជ្រៅជាងអ្វីដែលយើងយកលុយមកទិញមកចាយសម្រាប់ដើរតួជា director អាហ្នឹងអាចនឹងស៊ីជម្រៅពេកដាក់វត្តយល់ហ្នឹងស្ដាយសួរថែមប៉ុន្តែយើងគិតទាំងអស់គ្នាតើ director ឥឡូវខ្ញុំបងអង្គុយឬក៏ណៃអង្គុយនេះ action 1 2 3ណាគេចេះនិយាយដែរ simple មែនទេនរណាគេក៏អាចនិយាយបានដែរព្រោះវាជាពាក្យសាមញ្ញមិនមែនជាពាក្យអង់គ្លេសឬក៏ពាក្យដែលពិបាកនិយាយឬក៏មិនមែនជាបាលីដែលនិយាយទៅខ្លាចទៅជាអីមួយទេអញ្ចឹងហើយបើសិនជាយើងដូចជាអត់មានបញ្ហាជាមួយនឹងពាក្យសម្ដីហ្នឹងយើងអាចនឹងមានភាពជឿជាក់ក្នុងការនិយាយ action cut អូយកបានទេចប់ប៉ុណ្ណឹងសោះអីចឹងណាតែលើសពីហ្នឹងក្រៅពីយើងចេះតែពាក្យសម្ដីប្រហែលម៉ាត់ហ្នឹង
អ្វីដែលសំខាន់មួយទៀតត្រូវតែធ្វើការជាមួយនឹងតួធ្វើការជាមួយនឹងក្រុមការងារហើយត្រូវហ៊ានត្រូវមានភាពក្លាហានមួយទៀតគឺជា director គឺក្លាហានបំផុតគឺហ៊ានទទួលស្គាល់ថាខ្លួនឯងអត់កើត ចា អឺ អត់កើតមកយកបង អត់កើត កាត់តិចទៅ ឧទាហរណ៍ថាដឹករឿងមិនដែរដឹករឿងអត់ទៅមុខដឹកនាំតួនិយាយមួយតួស្ដីឲ្យវិញអញ្ចឹងណារៀនទទួលយកខុសកុំយកតែត្រូវរៀនបើកចិត្តឲ្យទលាយឧទាហរណ៍ថាបើសិនជារឿងហ្នឹងយើងខំប្រឹងហើយយើងអាសាចេញនិយាយពេលថតរឿងពិបាកហត់ទៅតម្រាំតែបានរឿងមួយប្លង់តម្រាំតែរឿងហ្នឹងបានចាក់ទៅរង្កន់តែដល់ពេលដាក់ឲ្យអ្នកទស្សនាឲ្យបន្ទុក1 2 3ឬក៏អន់ឬក៏អី1 2 3អញ្ចឹងណាមានអារម្មណ៍ថាអន់ចិត្តអត់ចង់ធ្វើតទៀតឬក៏មានអារម្មណ៍ថាហើយនេះបានជាឲ្យតម្លៃទៅលើការងារគាត់តិចណាស់តាមពិតបើសិនយើងជា director យើងស្រឡាញ់ការងារយើងមិនគួរណាយកពាក្យសម្ដីទាំងអស់ហ្នឹងមកធ្វើជាចំណែកយើងមិនគួរខឹងនឹងពាក្យសម្ដីហ្នឹងឬក៏មិនគួរធ្វើជាសត្រូវជាមួយអ្នកដែលនិយាយថាมันល្អហ្នឹងយើងគួររៀបចិត្តឲ្យធ្ងន់ឬក៏យកសម្ដីទាំងអស់ហ្នឹងយកមកគិតតើហើយនេះបានគេនិយាយចឹងមិនមែនបងនិយាយចឹងបងល្អគ្រប់យ៉ាងពេលខ្លះបងរៀងអន់ចិត្តតែពេលគេនិយាយថារឿងអីអញ្ចឹងណាស្ដាប់ទៅមិនបានគាត់និយាយចឹងតែគាត់អាចមានបទពិសោធន៍ផ្សេងថារឿងដែលគាត់គិតថាល្អតើតែវាមានចេះតួរឿងខ្លះគេថាតួតែច្រើនទៅតែរឿងខ្លះថាសាច់រឿងរយៈពេលគេមើលហើយស្ដាប់ទៅមើលទៅដូចជាអត់មានអីលឺណាស់អីចឹងណាអញ្ចឹងពេលដែលយើងឮពាក្យទាំងអស់ហ្នឹងឬក៏អានចំ comment ទាំងអស់ហ្នឹងយើងអត់មិនគួរនឹងចំពោះបងយើងមិនគួរយកពាក្យទាំងអស់ហ្នឹងមកដាក់ក្នុងចិត្តធ្វើឲ្យយើងគិតថាគួរបបងវាឬក៏យកពាក្យទាំងអស់ហ្នឹងមកខ្លាចជាភ្លើងមួយចេះកំផឹងទៅដល់គេវិញគួរតែយកពាក្យទាំងអស់ហ្នឹងយកមកធ្វើជាមេរៀនរបស់យើងបើសិនជាយើងមិនប្រកែរៀនមិនកើតទេអនមែនប្រឹងអនុវត្តប្រឹងធ្វើតទៅតែបើសិនជាយើងស្រឡាញ់តម្រង់បែបហ្នឹងទោះបីជាមានម្នាក់ពីរនាក់ឬក៏10 20នាក់ដែលមិនស្រឡាញ់ហ្នឹងប្រហែលជាអាចមាន10 20នាក់ទៀតដែលគេចូលចិត្តអាហ្នឹងអញ្ចឹងយើងធ្វើរឿងមួយយើងមិនអាចតម្រូវឲ្យមនុស្ស100នាក់ហ្នឹងឬក៏ទាំងអស់គ្នាស្រឡាញ់វាដូចគ្នាទេទោះបីជារឿងហ្នឹងចាយលុយតិចឬក៏ចាយលុយច្រើនតួសម្ដែងល្អមិនល្អក៏នៅតែមានអ្នកចូលចិត្តនៅតែមានអ្នកស្អប់បើតែយើងរស់នៅរាល់ថ្ងៃនេះយើងផ្ទាល់ក៏មានអ្នកចូលចិត្តនិងមិនចូលចិត្តដែរទោះបីជាយើងអត់ធ្វើអីក៏គេក្រាំងមិនអត់ធ្វើអីអត់ចូលចិត្តមនុស្សអត់ចូលចិត្តធ្វើអីទេសូម្បីយើងអត់ធ្វើអីក៏គេធ្វើដែរមកថាមិនអត់ធ្វើអីអញ្ចឹងដល់ដល់មិនចូលចិត្តហើយបើសិនជាយើងធ្វើអីមួយឯងក៏តនេមែនឯងក៏រវល់មែនគេមិនតនេខ្លះទៅធ្វើអីខ្លះទៅអូខេបងអញ្ចឹងខ្ញុំចង់សួរសំណួរបងមួយទៀតតកតងជាមួយនឹងវិជ្ជាជីវៈក៏ដូចជាជំនាញរបស់អ្នកដឹកនាំរឿងតើគាត់មានជាបទពិសោធន៍ឬក៏គាត់ធ្វើបានណាខ្លះទៅលើមកងាររបស់អត់ទៅលើទូនាទីរបស់គាត់មួយណាបាទតកតងជាមួយនឹងជំនាញហើយនឹងវិជ្ជាជីវៈរបស់អ្នកដឹកនាំរឿងឬផលិតករភាពយន្តជំនាញអ្នកដឹកនាំរឿងដែលយើងនិយាយគ្នាមិញណាតកតងជាមួយនឹងការធ្វើការជាមួយតួសម្របសម្រួលឬក៏បញ្យល់តួយកសាច់រឿងអានោះវាជាជំនាញវាជាskill ឬក៏ភាពខ្លាំងរបស់គាត់ដែលគាត់អាចទៅនិយាយមួយតួឲ្យគាត់តួហ្នឹងអាចថាយំអាចថាសម្ដែងឈួរដូចជាតាមសាច់រឿងហ្នឹងបានអញ្ចឹងបើយើងគិតមួយទៀតជំនាញហ្នឹងជាជំនាញតំណែងជំនាញបកស្រាយពីជំនាញបញ្យល់ទៅបកស្រាយទៅបញ្យល់ឲ្យគេយល់ថាឬចង្ការអ្នកខ្លះគាត់អត់ប្រើពាក្យបកស្រាយឬក៏បញ្យល់ទេគាត់ប្រើឲ្យមនុស្សយល់ច្រឡំទៅធ្វើអីមួយប៉ុន្តែខ្លាចទៅជា follow ទៅតាមអ្វីដែលគាត់ plan ទុកគម្រោងទុកវិញអាហ្នឹងវាជាភាពឆ្លាតវៃរបស់គាត់តែមនុស្សដែលអាចធ្វើអញ្ចឹងបានមិនសូវមានទេព្រោះអីត្រូវគិតច្រើនជុំវិញបញ្ហារបស់ហ្នឹងឬក៏ការសម្ដែងចា៎តែតកតងវិជ្ជាជីវៈគឺសំខាន់វិជ្ជាជីវៈបើយើងទៅយល់ពីវិជ្ជាជីវៈនោះមានន័យថាម៉េចវិជ្ជាជីវៈជាចំណេះជំនាញរបស់យើងដែលយើងប្រើឲ្យមានក្រមសីលធម៌ឬក៏ធ្វើឲ្យបានត្រឹមត្រូវ
ឲ្យត្រូវទៅតាមបទបែនរបស់ការងារមួយនឹងគាត់ថាយើងជាអ្នកដឹកនាំរឿងជំនាញវិជ្ជាជីវៈយើងត្រូវតែចេះនិយាយចេះផ្ដល់ការតំណែងល្អជាមួយនឹងតួរបស់យើងវិជ្ជាជីវៈរបស់យើងគួរតែចេះអធិស្ឋានឬក៏ចេះធ្វើការជាមួយនឹងក្រុមការងារដទៃទៀតឲ្យបានសមរម្យឲ្យបានសមស្របឬក៏ប្រើប្រាស់ជំនាញរបស់យើងនឹងឲ្យវាត្រូវទៅតាមក្បួនខ្នាតកុំប្រើជំនាញរបស់យើងទៅបៀតបៀនអ្នកដទៃទៅថាគេនិយាយថាធ្វើការអត់មាន professional ឬក៏ធ្វើការអត់ត្រូវវិជ្ជាជីវៈហ្នឹងគេថាគាត់ជាអ្នកដឹកនាំជាអ្នកដឹកនាំរឿងគាត់យកឱកាសជាអ្នកដឹកនាំរឿងទៅតាក់ទងជាមួយតួឧទាហរណ៍ណាវាអាចនឹងមានឬក៏មិនមានខ្ញុំអត់ដឹងទេជា personal ផងឬផ្សេងៗគ្នាយកតួនាទីខ្លួនឯងជាអ្នកដឹកនាំរឿងហ្នឹងទៅបៀតបៀនតួដូចជាឈុតហ្នឹងត្រូវឲ្យតួស្លៀកពាក់ដែលរៀង sexy គាត់ក្នុងនាមជាអ្នកដឹកនាំរឿងទៅលូកលាន់ឬប៉ះពាល់តួដោយអានថាហ្នឹងវាជាការងារដែលត្រូវធ្វើទាំងវាខុសពីកុងត្រាឬក៏ខុសពីអ្វីដែលបានប្រព្រឹត្តគ្នាអញ្ចឹងមានថាយើងបានដើរលើសពីតួនាទីឬក៏វិជ្ជាជីវៈរបស់យើងតែមិនមែនមានន័យថាខុសទាំងស្រុងទេបើសិនជាមានការព្រមព្រៀងគ្នាបានមុនឧទាហរណ៍មានរឿងខ្សែភាពយន្តកូរ៉េមួយមកលើកឧទាហរណ៍ភាពយន្តកូរ៉េមួយហ្នឹងវាមានឈុតមួយដែលតួស្រីទៅដោះអាវទាំងអស់តែនៅក្នុងសាច់រឿងអត់ទាន់បានអត់ត្រូវធ្វើអញ្ចឹងទេតែដល់ពេល on set director និង producer ក៏ត្រូវទៅចរចាជាមួយតួថាកន្លែងហ្នឹងបើសិនជាមិនដោះអាវចេញថតទៅវាមិនស្អាតឬក៏អីបងអត់ដឹងប៉ុន្តែគាត់នៅក្នុងព័ត៌មានហ្នឹងគឺរឿងអ្វីដែលគេទៅសេពីហាងដំណើរការផលិតសាច់រឿងហ្នឹងដែលគេឃើញម៉ាស៊ីនចុងក្រោយដែលតួស្រីគាត់ព្រមដោះអាវហើយលាបរបួសនៅពីក្រោយខ្នងហើយនឹងទៅគេងមួយតួប្រុសទាំងរុំរបួសហ្នឹងណានៅក្នុងដើមឡើយគឺគេអត់ចង់គឺអត់មានឈុតហ្នឹងទេអត់មានឈុតត្រូវស្រាប់ចឹងទេហើយយល់ទេថានៅក្នុងខ្សែភាពយន្តណាឈុតស្រាបឈុតអីហ្នឹងវាជាឈុតដែលអាភាសឬក៏ឈុតដែលលក្ខណៈថាវាប៉ះពាល់គេមិនសូវចង់ធ្វើតួផ្ទាល់ក៏ចង់ធ្វើដែរតែនៅក្នុងរឿងហ្នឹងហេតុតែបានគេធ្វើបានដោយសារការបញ្យល់មួយដែលសំរុំហើយតួហ្នឹងគឺតួល្បីតួធំទៀតតែបានគាត់ទៅធ្វើនឹងបានគាត់លះបង់ដោយសារហេតុផលមួយនៅក្នុងដំណើរសាច់រឿងគាត់មានរបួសបើគាត់មិនដោះអាវចេញរបួសវាអត់ make sense ដោយសារអីអ្នកឯងពុំមានរបួសហើយអ្នកឯងនៅពាក់អាវធំត្រូវទៅវាអត់ make sense វាអត់សមសាច់រឿងហើយអ្នកឯងកំពុងតែមានស្នេហាជាមួយនឹងតួអង្គប្រុសគាត់ត្រូវតែអោបអ្នកឯងបើសិនជាអោបអ្នកឯងនៅពេលដែលគាត់នៅពាក់អាវទៅវាអត់ទៅ feel real ឬក៏អត់ logic វាអត់ make sense អញ្ចឹងគេពីខ្មែរមានថាវាអត់ដូចពិតណាវាអត់ត្រូវមួយកន្លះទេសៈហ្នឹងចឹងហើយទៅ director producer ហ្នឹងនិយាយមួយតួក៏យល់អ្វីដែលគាត់ណែនាំក៏ខ្លាចទៅជាការព្រមព្រៀងគ្នាធ្វើទៅត្រូវ professional តែបើសិនអត់ professional មានថាសាច់រឿងអត់មានត្រូវដោះអាវស្រាប់តែបខំតួដោះអាវហើយតួខ្លះដោយសារគាត់ខ្លាចបាត់បង់តម្លៃឬអត់បានថតគាត់ទៅដោះអាវតាម director ឬក៏ producer ហ្នឹងតែជាក់ស្ដែងដោះអាវហ្នឹងគ្រាន់តែដើម្បីឲ្យវាមានភាព sexy ឬក៏គ្រាន់តែដើម្បីតាក់ទាញនឹងការធ្វើ marketing ឬទីផ្សារចាស់ចំពោះបងវិញខ្ញុំសួរទៅលើចំណុចមិនដែរឧទាហរណ៍ថាបើសិនជាចំពោះបងផ្ទាល់បងយល់ឃើញណាដែរបើសិនជាក្នុងកំឡុងពេលថតអត់បានប្រងព្រឹងទុកហើយដូចជាអ្នកដឹកនាំអញ្ចឹងគាត់ទាមទារឲ្យតួធ្វើលើពី script ឬក៏សាច់រឿងអញ្ចឹងតើមានវិធីសាស្ត្រឬក៏ជាយោបល់បងវិញបងមានយោបល់បែបណាដែរតាមពិតអានេះវាអាស្រ័យទៅលើការសរសេរសាច់រឿងដែរ script យើងហើយវាទៅតាមបរិបទប្រទេសនីមួយៗដូចប្រទេសយើងប្រទេសកម្ពុជាយើងមានបទធម៌ផ្សេងរឿងពីជំនាន់មុនយើងធ្លាប់ឃើញមានរឿងខ្លះមានថតស្រាតថតអីតែមិនស្រាតទាំងអស់ហើយវាថតឃើញខ្នងពីក្រោយរឿងកំ pl ែងជំនាន់មក90ជំនាន់ឆ្នាំ2000ខ្លះគេថតអាសាឲ្យតួប្រុសកំ pl ែងហ្នឹងតបូតខោឃើញកាប៉ែតគូឃើញអីចឹងណាអណៃហើយជាតមសនមកអត់ដឹងតែមកធ្លាប់តែអាសាឃើញវាជា
ការយោគយល់គ្នាខ្លះពេលខ្លះគេនៅធ្វើប៉ុន្តែមកឃើញនៅក្នុងសម័យនេះឆ្នាំ2026យើងឬក៏បងសង្កេតឃើញមួយរយៈចុងក្រោយនេះដំណើរភាពយន្តរបស់យើងរីកចម្រើនប៉ុន្តែការថតដែលមានភាពអាភិសស្រាប់ស្រាលឬក៏លក្ខណៈថាត្រូវឲ្យតួស្រាតួអីហ្នឹងវាដូចជាអស់ លេងសុំមានដូចលំ លេងសូវមានការផ្សព្វផ្សាយច្រើនហ្នឹងណាអញ្ចឹងវាហាក់បីដូចជាគេយល់អំពីការសម្ដែងរឿងឬក៏artistic ឬក៏របៀបសិល្បៈនៅក្នុងបរិបទហ្នឹងសង្គមហ្នឹងតែរឿងបរទេសនៅតែមានការស្រាកាយហ្នឹងវាជារឿងទូទៅរបស់ជនជាតិគេ ឯថាបានបរទេសក៏មានវប្បធម៌ផ្សេងពីយើង ដែរចឹងបាននងថាអានេះវាអាស្រ័យទៅលើបរិបទនៅក្នុងសង្គមនីមួយៗហើយការអនុញ្ញាតបើសិនជាយើងធ្វើរឿងហ្នឹងវាមិនលើសលួសវាមិនលក្ខណៈខុសខើឬក៏វាអាចថាទទួលយកបាននៅក្នុងក្រឹកក្រមដែលក្រសួងឬក៏អ្នកជំនាញបានណែនាំបងជឿថាវានៅតែអាចទៅរួចចឹង ចាបង បាទ ចាបងសុំសួរមួយសំណួរទៀតពាក់ព័ន្ធនឹងចំណុចណាឧទាហរណ៍ថាបើសិនជាយើងថតខ្សែភាពយន្តមួយពាក់ព័ន្ធជាមួយនឹងវប្បធម៌ឬក៏សង្គមពិតជាក់ស្ដែងវាមានផលវិបាកអីខ្លះចំពោះបងជាអ្នកដឹកនាំរឿងផ្ទាល់ តាមពិតការថតខ្សែភាពយន្តឲ្យត្រូវជាមួយបរិបទសង្គមជាក់ស្ដែងវាជាការងារស្រួលទេមិនបងគិតថាពិបាកទេក៏ប៉ុន្តែការប្រើប្រាស់ creativity ដែលមានភាពច្នៃប្រឌិតខ្លះគេទទួលយកភាពច្នៃប្រឌិតខ្លះគេអត់ទាន់ទទួលយកបងឧទាហរណ៍ដូចងាយស្រួលដូចជាការច្រៀង rap ច្រៀងលឿនបទ hip hop អីចឹងណាកាលប្រហែលជា15ឆ្នាំមុន20ឆ្នាំមុនតឡើងរាំ rap អីចឹងទៅគេអត់ចូលចិត្តទេត្រូវហ៎គេមានអារម្មណ៍ថាទៅធ្វើអញ្ចឹងវាខុសបទចម្រៀងខ្មែរទុនភ្លុនសិនស៊ីសមុទ្រគាត់ច្រៀងមួយព្រោះមានទឹកដមមានអី clear ឃ្លោងប្រយោគអីផ្សេងមានអត្ថន័យស៊ីជម្រៅចឹងទៅតែដល់ពេលគេថាអធិមកជំនាន់ក្រោយឬក៏សិល្បករជំនាន់ក្រោយនិយាយឬក៏ច្រៀងដូចនិយាយឬក៏អីលឿនភ្លេងតាមបរទេសចឹងទៅតម្រាំតែមានការទទួលស្គាល់ទម្រង់សិល្បៈបែបហ្នឹងវាចាយពេលយូរដែរហ្នឹងហើយដូច្នេះហើយនៅក្នុងការយកភាព creativity ឬក៏ភាពច្នៃប្រឌិតដាក់ចូលក្នុងវិស័យសិល្បៈតើតែត្រូវពេលវេលាដែរឬក៏ធ្វើទៅអាចនឹងរកជួបភ្លៀងសិនបើសិនយើងគិតថាវាត្រូវយើងអាចធ្វើទៅហើយវាដូចជាអត់មានអីដែលត្រូវឲ្យខុសហើយប៉ុន្តែទស្សនៈណាច្រើនជាងនៅក្នុងសង្គមយើងច្រើនតែវារេទៅតាមសម្លេងភាគច្រើនពេលដែលយើងដាក់វានៅក្នុង social media ឬក៏ប្រព័ន្ធសង្គមពេលដែលមានការ react ឬក៏ការនិយាយពីវាច្រើនមានថាមានការតំណែងច្រើននិយាយពីវាច្រើនរឿងល្អវាពេលខ្លះវាខ្លាចតែជារឿងអាក្រក់ពេលខ្លះវាខ្លាចតែជារឿងធម្មតាព្រោះអីគេធ្វើបានគ្រប់គ្នាអញ្ចឹងហើយវាអាចថាមកពីការកំណត់ស្តង់ដារឬក៏ប្រភេទនៃមេត្តាហ្នឹងឬក៏សាច់រឿងហ្នឹងឬក៏ទម្រង់បែបហ្នឹងវាមិនទាន់ដាច់ស្រេចឬក៏សេរីភាពក្នុងការប្រើប្រាស់មតិហ្នឹងវាអត់ទាន់បានទូលំទូលាយចា៎ព្រោះអីមតិអ្នកឯងដែលនិយាយឬក៏ភាពយន្តឬក៏ creative របស់មនុស្សម្នាក់វាដូចជាមតិរបស់មនុស្សម្នាក់អញ្ចឹងម្នាក់ហ្នឹងគាត់គិតថាការធ្វើបែបហ្នឹងអត់ខុសទេប៉ុន្តែមនុស្ស10នាក់ទៀតអូអ្នកឯងធ្វើអញ្ចឹងបំផ្លាញទេអត់កើតទេឃើញអត់គេ debate គ្នាគេធ្វើការតស៊ូមតិគ្នាពេលដែលចំណុច A ឧទាហរណ៍ណាអ្នកដែលគាត់និយាយថា A ត្រូវមកក្រុមទៀតថា A ខុសមក debate គ្នាមកតស៊ូមតិគ្នាហើយក្រុម A អ្នកដែលថា A ខុសហ្នឹងមានមនុស្សច្រើន A ហ្នឹងវាខ្លាចតែជាខុសដោយសារមតិភាពច្រើនហ្នឹងហើយតែភាពត្រូវនៅកន្លែងណាវាមានស្តង់ដារវាស់អត់តាក់ទងជាមួយនឹងរូបគំនូរឬក៏ភាពយន្តព្រោះអីសិល្បៈវាគេហៅថាជាទម្រង់មួយដែល abstract ដែលវាពេលខ្លះមិនបង្ហាញត្រង់ abstract ណាមានថាវាលាក់
វាមានគំនិតបង្កប់នៅខាងក្នុងហ្នឹងដូចជាការរាំអីក៏ដោយរាំខ្លះរាំស្រួលហ្នឹងវាខ្លាចទៅជាភាពអាភាសឬក៏ការរាំដែលមិនដឹងតែប្រកាច់កុចអីចឹងណាខ្លះក៏និយាយចឹងក៏ប៉ុន្តែទាំងអស់ហ្នឹងវាមានការបង្កប់អូខេឆ្នៃប្រឌិតចឹងបានអនឡាញសួរសំណួរហ្នឹងបងចង់និយាយថានៅក្នុងសង្គមយើងនៅក្នុងបរិបទរបស់យើងការឆ្នៃប្រឌិតខ្លះវាអាចទទួលយកបានហើយវាអាចធ្វើទៅជោគជ័យបើសិនជាមានការគ្រប់គ្រងច្រើនតែបើសិនជាចំណុចណាដែលគេអត់ទាន់ស្គាល់ឬក៏គេអត់ទាន់ដឹងពីវាគេអត់គ្រប់គ្រងវាយើងធ្វើទៅអាចនឹងទទួលបានភាពបរាជ័យច្រើនតែបើសិនយើងជាអ្នកសិល្បៈឬអ្នកធ្វើវាយើងគួរតែឈរនៅក្នុងកម្រិតមួយថាភាពច្បាស់លាស់របស់យើងឬក៏ភាពត្រឹមត្រូវរបស់យើងអ្នកដទៃក៏អាចគិតថាយើងខុសព្រោះគេអត់ដឹងពីវាតែដល់ពេលគេយល់ពីវាគេដឹងពីវាគេអាចនឹងមានទស្សនៈផ្សេងហើយបងគិតថាជាជាងយើងអត់ធ្វើអីសោះឬក៏យើងធ្វើអ្វីដែលត្រូវតែគេអ្នកដទៃអត់យល់វាគេថាខុសហើយយើងបោះបង់វាចោលវាក៏ជារឿងមួយដែលអត់សមដែរយើងគួរតែគិតឲ្យបានវែងឆ្ងាយជាងហ្នឹងចា៎ចាំបងនៅក្នុងក្នុងធានបទមិញហ្នឹងខ្ញុំសូមលើកយករឿងមួយមកសួរបងទៀតដោយតាមដឹងបងជាអ្នកដឹកនាំផ្ទាល់ទៅលើរឿងអ្នកស្នងបារមីចា៎ហ្នឹងហើយមុននឹងពេលចាក់បញ្ចាំងហ្នឹងដូចជាយើងថត poster ទៅលើនៅក្នុងតាម social media ផ្សេងៗខ្ញុំសង្កេតឃើញថាមានអ្នករិះគន់ក៏ដូចជាបញ្ចេញមតិច្រើនទៅលើខ្សែភាពយន្តមួយហ្នឹងអញ្ចឹងក្នុងនាមបងជា director ផ្ទាល់បងមានអារម្មណ៍មិនដែរហើយចង់បញ្ចេញជាមតិរបស់មិនដែរទៅកាន់អ្នកបញ្ចេញមតិភាគច្រើនទៅលើ social media ទាំងអស់ហ្នឹងយ៉ាបងអរគុណសម្រាប់សំណួរមួយហ្នឹងតាក់ទងជាមួយនឹងរឿងអ្នកស្នងបារមីអញ្ចឹងបើនិយាយស្មោះត្រង់ទៅអ្នកស្នងបារមីដើមឡើយចំណងជើងអ្នកស្នងរូបជាខ្សែភាពយន្តមួយដែលបងសរសេរឡើងយូរឆ្នាំដែរហើយយើងបានទៅសម្ភាសទៅសួរផ្ទាល់ជាមួយនឹងអ្នកដែលគាត់ជំនាញខាងផ្នែកហ្នឹងក៏ប៉ុន្តែពេលយើងចេញ poster ចេញរូបភាពមកមុនយើងឆ្លង script ចឹងអត្ថបទភាពយន្តសិនណាពេលយើងឆ្លងអត្ថបទភាពយន្តយើងដាក់អ្នករបាំនៅអីហ្នឹងអ្នកដែលគាត់អានអត្ថបទហ្នឹងក៏អត់មានអារម្មណ៍ថាខុសឆ្គងអីទេដោយសារអីវាជាអត្ថបទវាអត់ទាន់ចេញរូបមិនដឹងអ្នករបាំហ្នឹងយ៉ាងម៉េចតែដល់ពេលវាចេញជារូបមកហើយដាក់ចំណងជើងអ្នកស្នងរូបនឹងទៀតដោយគាត់គិតថាដូចបងលើកឡើងមកទៅទស្សនៈភាគច្រើនគាត់យល់ថាហេតុនេះបានជាយកអ្នកស្នងរូបឬក៏អ្នកស្នងបារមីហ្នឹងយកដាក់ជាមួយរបាំចា៎តែជាក់ស្ដែងយើងគ្រាន់តែន័យធៀបមួយរបស់យើងដែលយើងយកមកផ្សព្វផ្សាយឯងហើយរឿងរបស់យើងមែនតើវាអត់និយាយអំពីអ្នកស្នងរូបនឹងទេតែយើងដាក់ចំណងជើងអ្នកស្នងរូបមកវាគ្រាន់តែជាភាពឃោសនាមួយដើម្បីឲ្យតាក់ទាញតែអញនិយាយបានថាមកពីយើងអាចថាយើងហ៊ានជ្រុលក្នុងការយកចំណងជើងហ្នឹងមកដាក់ជាមួយនឹងទម្រង់របាំហ្នឹងដោយសារយើងគិតថាហ្នឹងវាជាទស្សនៈឬក៏គំនិត creativity ឬក៏គំនិតច្នៃប្រឌិតដែលបងលើកឡើងហ្នឹងណាដល់ពេលយើងគិតថាវាគ្រាន់តែជាការច្នៃប្រឌិតដើម្បីតាក់ទាញទេដើម្បីឲ្យអ្នកទស្សនាឬក៏ឃើញ poster ហ្នឹងហើយគេចំណងជើងហ្នឹងហើយចង់ដឹងចង់តាមដានទស្សនាតើរឿងហ្នឹងវាមិនចង់យកបន្ថែមពីសាច់រឿងហ្នឹងហើយមិនមែនមានថាចង់ថាយើងចង់ប្រផឲ្យមនុស្សចេះគិតចា៎ថាមិនបានជាយករឿងហ្នឹងមកអញ្ចឹងតែពេលដែលវាចេញទៅវាលើសពីហ្នឹងដោយសារអីនៅក្នុងរូបភាពសិល្បៈបែបបុរាណឬក៏របាំទម្រង់100ឆ្នាំហ្នឹងវាមានភាព sensitive ខ្មែរយើងថាម៉េចមានលក្ខណៈរសើបខ្លាំងណាអញ្ចឹងអ្នកដែលគាត់ស្គាល់ពីវាអ្នកដែលមិនស្គាល់ពីវាក៏មានច្រើនហើយក៏មានអ្នកខ្លះគេតែងតែពេលហ្នឹងយើងតែមានយើងអត់មានរឿងអីមកថៃដូចជាអត់មានទេប៉ុន្តែយើងមានអ្នករិះគន់ថាហេតុនេះបានជាផលិតករទៅធ្វើរឿងអីដូចថៃអញ្ចឹងហើយរឿងយើងបើយើងអត់ដឹងថាប្រយោជន៍គាត់វាមិនថាធ្វើរឿងហ្នឹងដូចថៃមកគាត់បានមើលរឿងហ្នឹងហើយតែរឿងយើងគាត់អត់បានមើលរឿងយើងក៏អត់បានចាក់បញ្ចាំងហេតុបានគាត់អាហាងថារឿងហ្នឹងទៅដូចថៃយើងក៏ពិបាកទៅប្រយោជន៍គាត់ថារឿងមិនទៅដូចថៃដែរមើលតែគាត់មើលឃើញប្រហែលគាត់មើលឃើញថារបាំ
របាំដែលរាំអប្សរាហ្នឹងដោយសារគាត់ធ្លាប់មើលរឿងថៃមួយចំនួនដែលគេស្លៀកពាក់របាំអញ្ចឹងដូចគ្នាហើយគេលាបមុខសលាបអីហ្នឹងជាតួអង្គខ្មោចដូច្នេះហើយទើបគាត់មានតម្លៃថាមិនតែធ្វើរឿងដូចថៃអញ្ចឹងដោយសារគាត់មើលរឿងថៃច្រើនពេកឃើញរឿងថៃឲ្យតែពួករបាំពួកអីជារឿងខ្មោច ចា៎ ហើយរឿងរបស់យើងអ្នករបាំរបស់យើងដែលយើងដាក់ជា poster មកហ្នឹងគាត់អត់មានតម្រង់ជាខ្មោចទេអីទេជាតម្រង់របាំរបស់យើងធម្មតា ហើយនឹងថាអ្នកទស្សនាគេយកច្រឡំជាមួយនឹង យកច្រឡំ ជើងបង ជាការយកច្រឡំ ចា៎ ឬក៏ដោយសារយើងអត់យល់ពីវាច្បាស់យើងអត់ស្គាល់ខ្លួនឯងច្បាស់បើយើងអត់ស្គាល់អ្វីជារបស់ខ្លួនឯងថារបាំលាបមុខសហ្នឹងរបស់ខ្មែរឬរបស់ថៃហើយដល់ពេលយើងមើលរឿងថៃអ្នកលាបមុខសហ្នឹងខ្មោចថៃខ្មោចរបាំរបស់ថៃអញ្ចឹងម៉ៃមកឃើញ poster យើងដាក់អ្នកដាក់ចំណងជើងអ្នកស្នងរូបដាក់រូបរបាំមកតួមុខសបន្តិចអត់មានឈាមអត់មានខ្មោចអត់មានអីទេគេថាធ្វើរឿងខ្មោចបាត់ធ្វើរឿងខ្មោចដូចថៃទៀតវាតម្លៃដល់ថ្នាក់ហ្នឹងដោយសារយើងអត់ស្គាល់អីរបស់ខ្លួនឯងហើយយើងអត់បន្ទោសទេហើយក៏គិតថាហ្នឹងវាជាបទពិសោធន៍ក្នុងការធ្វើរឿងរបស់យើងដែរដែលយើងប្រើប្រាស់ creativity យើងខុសតម្រង់ខុសគោលដៅតាមពិតរឿងហ្នឹងអ្នកស្នងរូបស្រុកខ្មែរយើងមានអ្នកស្នងរូបពិតប្រាកដមានយើងអត់ចាំបាច់យករបាំយើងមកដាក់ទេរឿងហ្នឹងអត់ចាំបាច់មានរបាំតែហេតុតែបានជាយករបាំមកបើសួរអញ្ចឹងណា ចា៎ ល្អពេលដើមឡើយបងគិតចេះឈុលតែធ្វើរឿងអ្នកស្នងរូបហើយយករបាំយកមកលាយទៅដោយសាររបាំវាជាទម្រង់មួយដែលជាការសក្ការៈអ្នកដែលជំនាញគេនិយាយថារបាំគឺជាតួអង្គរបាំលើអប្សរាជាតួអង្គដែលគេធ្វើការសម្ដែងជាសក្ការៈជាមនុស្សស័ក្តិសិទ្ធិជាបុគ្គលដែលមានបរមីមានអំណាចលើផ្លូវលោកអីចឹងណាអញ្ចឹងវាមិនត្រូវជាមួយអ្វីដែលយើងគិតថាបុគ្គលឬក៏តួអង្គហ្នឹងជាអ្នកតំណាងឲ្យភាពថ្លៃថ្នូរភាពអស្ចារ្យមិនមែនជាបុគ្គលខ្មោចទេអាចថាវិញ្ញាណដូចគ្នា spirit បើនិយាយសាំងលេ spirit វិញ្ញាណដូចគ្នាតែ spirit មួយគឺជា powerful របស់ដូនតាយើងជាជំនឿដ៏មុនមមរបស់ខ្មែរយើងដែលយើងជឿថាអ្នកអប្សរាទាំងអស់ហ្នឹងឬក៏របាំទាំងអស់ហ្នឹងគឺជាអ្នករួមថ្វាយទៅដល់ទេវៈជាបុគ្គលដែលមានរដ្ឋអំណាចអាចដល់ពរជ័យហើយនេះបានជាគេធ្វើរបាំអប្សរាឬក៏របាំជូនពរអីឲ្យអ្នករបាំទាំងអស់ហ្នឹងពាក់មកុដរំក្បិនរំអីស្អាតហ្នឹងទាំងអស់ហ្នឹងសិតតែមានអត្ថន័យសិតតែមានទម្រង់មួយដែលបង្ហាញពីការគោរពបូជាទីសក្ការៈ ចា៎ អញ្ចឹងយើងយក idea យកគំនិតហ្នឹងយកមកដាក់បញ្ចូលយើងគិតអញ្ចឹងណាហើយក៏យើងបានសួរដែរតើទម្រង់អប្សរាហ្នឹងវាជាទម្រង់សក្ការៈចឹងមែនអត់ពិតជាចឹងតែដល់ពេលយើងចេញរឿងមកអត់ទាន់បានតំណែងចេញ poster ចេញរូបភាពផ្សព្វផ្សាយហ្នឹងគេអត់ទាន់បានទៅមើលសាច់រឿងអត់ទាន់ឃើញ trailer ផងគេយល់ថាមិនធ្វើរឿងខ្មោចចឹងមិនយកអ្នករបាំធ្វើខ្មោចចឹងម៉ៃទៅចឹងហ្នឹង100ច្រើនមែនតើ share ជេរយើងយក poster យើងទៅគូខ្វែងហើយ boycott មានថាបកពហិហាពហិការមិនមើលរឿងហ្នឹងទៀតបងក៏មានអារម្មណ៍សោកស្ដាយដែរដែលគាត់យករឿងបងយកទៅធ្វើអញ្ចឹងទាំងមិនទាន់បានដឹងពីសាច់រឿងហ្នឹងនិយាយដល់ម៉េចហើយវាតម្លៃត្រឹមតែ poster មួយអានោះវាជា creativity ដែលបងនិយាយថា creativity ដែលខុសពេលវេលាខុសគោលដៅដោយសារពេលវេលាហ្នឹងមនុស្សអត់ទាន់យល់ពីវាដល់ពេលយើងធ្វើវាទៅវាខ្លាចទៅជាការនាំរឿងរបស់ខ្លួនឯងហើយវាធ្វើឲ្យរឿងហ្នឹងធ្លាក់គេហៅថាអត់មានការគ្រប់គ្រងដែរនឹងហើយវាស្ងាត់ហើយការផ្សព្វផ្សាយពីយើងអត់សូវបានល្អចឹងទៅយើងក៏អាចថាបរាជ័យក្នុងការលក់រឿងហ្នឹង ចា៎ចឹងសូមកាត់បងតិចចឹងចំពោះចំណុចមួយហ្នឹងតើបងមានជាយោបល់មតិយោបល់ដូចខ្លះដើម្បីនិយាយទៅកាន់ពួកគាត់ដែលបានជាបច្ចេកមតិយោបល់ទៅលើខ្សែភាពយន្តរបស់បងហ្នឹង បាទ ចា៎ តាមពិតយើងធ្វើរឿងយើងចង់ឲ្យអ្នកទស្សនាគាត់គ្រប់គ្រងគាត់ស្រឡាញ់គាត់ជួយគ្រប់គ្រងត្រូវហើយក៏យើងមិនអាចទៅបង្ខំគេឲ្យគេគ្រប់គ្រងរឿងដែលគេអត់ជួយចិត្តដែរអានោះវាជារឿងសច្ចនុម័តឬក៏ភាពត្រឹមត្រូវមួយដែលយើងមិនអាច
បកាយបានហើយចំពោះយើងផ្ទាល់ពេលយើងធ្វើភាពយន្តផលិតរឿងហ្នឹងក៏យើងត្រៀមខ្លួនរួចជាស្រេចថាខាតពីចំណេញគឺយើងគឺជាអ្នកទទួលខុសត្រូវលើវាដូច្នេះហើយអ្នកដែលគាត់រិះគន់អ្នកដែលគាត់ធ្វើឲ្យយើងតាមពិតគាត់អត់មានបានទៅធ្វើអាក្រក់អីដាក់យើងទេគ្រាន់តែគាត់រិះគន់គ្រាន់តែគាត់មិនពេញចិត្តលើវាហើយរឿងយើងក៏បរាជ័យវាធ្វើឲ្យយើងយឺតយ៉ាវក្នុងការផលិតរឿងបន្តយើងដើរទៅលើផ្លូវមួយដែលលំបាកបងគិតថាហ្នឹងវាជាការដែលយើងខ្លួនឯងផ្ទាល់យើងសម្រេចចិត្តឬក៏ជ្រើសរើសរឿងមួយដែលអត់បានដូចថាហ៊ានពេកអញ្ចឹងណាវាអាចអញ្ចឹងឬក៏អត់ត្រូវតម្រូវការអត់ត្រូវពេលវេលាដូច្នេះហើយជាបទពិសោធន៍ផ្ទាល់ខ្លួនយើងអាចនឹងរៀនបានហើយនឹងអនុវត្តរឿងផ្សេងដែលអាចនឹងមិនមានបញ្ហាលើហ្នឹងដូចគ្នាអញ្ចឹងឬក៏ជារឿងណាមួយដែលអាចថាវាងាយស្រួលឬក៏គេយល់ច្រើនជាងហ្នឹងកុំឲ្យវាមានភាពរសើបខ្លាំងដូចវគ្គហ្នឹងអញ្ចឹងណាហើយទស្សនិកជនជាសិទ្ធិរបស់គាត់ក្នុងការបញ្ចេញមតិគាត់និយាយថាម៉េចក៏យើងមានតែស្ដាប់ទៅហើយទទួលយកទៅហើយបើវាហួសហេតុឬក៏វាលើសពេកក៏មិនដឹងធ្វើម៉េចយើងអាចទៅប្តឹងគាត់ឬក៏ទៅនិយាយអីតបគាត់បានច្រើនដែរតែបើសិនជាមនុស្សគ្រប់គ្នាដែលគាត់បងគិតថានេះវាជាបទពិសោធន៍ល្អឬក៏ជាពាក្យល្អចំពោះអ្នករិះគន់ទាំងអស់មុននឹងរិះគន់មុននឹងថាឲ្យគេណាស្អីក៏ដោយវិស័យណាក៏ដោយចូលគិតបន្តិចសិនមុននឹងហាមាត់ស្ដីគេមុននឹងហាមាត់ក្តាច់ព្រួយគេណាពេលខ្លះវាធ្ងន់ធ្ងរប៉ុន្តែបងជឿថាបើសិនជាធ្វើត្រូវចិត្តគាត់ក៏គាត់មិននិយាយអាក្រក់ពីយើងដែរក៏ប៉ុន្តែពេលខ្លះយើងត្រូវមើលទៅលើឬក៏ស្ដាប់បន្តិចគិតបន្តិចមុននឹងយើងបញ្ចេញមតិយោបល់របស់យើងដែលវាអាចនឹងលើសលួសកាលណាមួយដែលយើងបញ្ចេញមតិឬក៏យោបល់របស់យើងលើសលួសឬក៏វាប្រហែលជាយើងអត់ដឹងថាអ្នកដែលទទួលយោបល់ហ្នឹងនឹងទៅជាយ៉ាងណាយើងអត់ដឹងទេតែបើសិនជាយើងគិតថាគេនឹងបញ្ចេញមតិឬក៏យោបល់មកលើយើងវិញតែយើងនឹងទៅជាយ៉ាងណាយើងគិតមានថាយកចិត្តគេមិនដាក់ចិត្តយើងណាឬក៏មួយទៀតបើសិនជាគាត់ខុសមែនត្រូវរកឬគល់នៃការភាពខុសហ្នឹងឲ្យឃើញហើយកុំប្រើពាក្យប្រមាថឬក៏ពាក្យសម្ដីដែលខុសពីការពិតហើយត្រូវចេះសួរអ្វីដែលយើងដូចថាពាក្យសាមញ្ញដែលយើងដែលបងរៀនពីមិត្តភក្តិបងមកអ្នកជាសាវអ្នកសារព័ត៌មានម្នាក់ដែលគាត់តែងតែបរៀនបងណែនាំបងថាដំណោះស្រាយនៅក្នុងភាពមិនច្បាស់លាស់ជាច្រើនយល់បងហ៎ដំណោះស្រាយនៅភាពមិនច្បាស់លាស់ជាច្រើនវានឹងដោះស្រាយចេញនៅពេលដែលយើងសួរថាហេតុអីយល់ទេហេតុអីបានជាអញ្ចឹងហេតុអីបានអ្នកធ្វើអញ្ចឹងសួរកុំទាន់ដឹងហេតុផលផងជេរគេបាត់វាតម្លៃបាត់គេនិយាយថាវាតម្លៃនៅទៅសមុទ្រក្រៅបាទអត់ទាន់បានសួរហេតុអីអត់ទាន់បានដឹងពីហេតុផលផងកាត់ទោសគេបាត់យើងអាចទៅកាត់ទោសមនុស្សមុនពេលដែលយើងធ្វើការវិនិច្ឆ័យដែលបងនិយាយតែភាសាងាយយល់គឺគិតមុនយើងគិតរកខុសរកត្រូវរកតែឯកបានត្រឹមត្រូវហើយចាំនិយាយថាអូអ្នកឯងខុសហើយហេតុផលអ្នកឯងចឹងឧទាហរណ៍យើងមើលឃើញមនុស្សពីរនាក់ម៉ូតូមួយបុកម៉ូតូមួយផាំងងើបឡើងមកសួររកខុសត្រូវរៀងខ្លួនម្នាក់ A ក៏ថាអ្នកឯងបុកខ្ញុំម្នាក់ B ក៏ថាអ្នកឯងបុកខ្ញុំតែយើងនៅក្នុងហ្នឹងអ្នកណាបុកឲ្យពិតប្រាកដដែលម៉ូតូពីរហ្នឹងបុកគ្នាឬក៏ដែលមតិពីរហ្នឹងវាប្រច្រាស់គ្នាតាននរណាអ្នកមកកហេតុនរណាអ្នកជឿម្ដងគួរពិតប្រាកដចឹងដើម្បីដែលយើងដោះស្រាយបានឬក៏យើងអាចវិភាគបានថាម្នាក់ណាខុសអ្នកណាត្រូវយើងមិនមែនតឡាការប៉ុន្តែយើងអាចមើលដឹងថាខុសត្រូវដោយការអង្កេតមើលដោយការសួរហេតុអីបើសិនយើងអត់តន់សួរផងយើងអត់តន់ឃើញនឹងភ្នែកផងយើងគ្រាន់តែឮគេថាឬក៏ឃើញរូបភាពហ្នឹងហេតុអីបានជាអញ្ចឹងអត់តន់ទៅសួរគេផងយើងវាតម្លៃថាជារូបភាព
ដែលបំផ្លាញវប្បធម៌អាហ្នឹងអ្វីបងទទួលបានណាគេថាបងក្បត់ជាតិគេថាបងមនុស្សបំផ្លាញវប្បធម៌មនុស្សគ្រប់គ្រងរឿងថៃហើយបងអត់ដឹងថាបងបានមើលរឿងថៃនេះតែបត់មុនមែនតើបងកម្រនឹងមើលរឿងថៃណាបើពីក្មេងអត់តដឹងអីក៏ចាក់ជាមើលណាតែតាំងពីធំតាំងក្តីមករឿងថៃល្បីមិនគេដែរខ្ញុំដែរទៅមើលដែរវាមានតិចដែលយើងទៅមើលហើយដល់ពេលគេនិយាយតតែគេនិយាយចឹងហើយតតែគេវាកាលហ្នឹងមានពួកថៃចូលមកខមមិនចូលមកធ្វើព័ត៌មានពីរឿងហ្នឹងទៀតចាគេឲ្យក៏មានអ្នកខមមិនថារឿងអ្នកស្រុងរបាំអ្នករបាំហ្នឹងសុកគេហៅនាងរំនាងអីចឹង1 2 3ចឹងទៅហើយអាហ្នឹងគេថាហ្នឹងជារបស់គេចឹងណាខ្មែរយើងអត់មានទេវាទៅជាចឹងវិញអាហ្នឹងគឺខាងថៃគេមកattack យើងមករីគុណមកថាយើងថាយើងច្រឡំពីគេវាទាំងមានអ្នកនៅក្នុងស្រុកខ្លួនឯងខ្មែរខ្លួនឯងអត់ស្គាល់របាំពួកខ្មែរហ្នឹងគឺថាមិនទៅច្រឡំពីគេទៀតយើងមានន័យថាមិនដូចបងនិយាយចឹងគឺអត់ស្គាល់ខ្លួនឯងហើយអត់ស៊ូសនួរពេលដែលយើងអត់ចេះស៊ូសនួរពេលដែលយើងអត់ចេះវិភាគយើងធ្វើការវាតម្លៃទាំងអត់មានតែគេគាត់ត្រឹមត្រូវហើយឬក៏ត្រាំគ្នាយើហើយបងឃើញមិនធំអ្នកជេហ្នឹងធំតែមនុស្សធម្មតាសូម្បីប្រសង់បងឃើញ profile Facebook ក៏ជាប្រសង់ហើយនៅជេទៀតហើយមិនទៅជាចឹងអស់ទៅហ្នឹងហើយបងមិនមានតម្លៃថាប្រសង់មិនមែនប៉ុន្តែមុននឹងជេគេមុននឹងថាគេជាមនុស្សបំផ្លាញវប្បធម៌ហ្នឹងគួរតែមើលតាមវប្បធម៌ស្អីគេវប្បធម៌ខ្មែរដែលយើងបំផ្លាញមិនហើយរឿងហ្នឹងរឿងមិនហើយបានវាតម្លៃហ្នឹងជាខ្មោចយើងអត់យល់ថាអ្នករំរបាំលៀមមុខសជាទម្រង់របាំ100ឆ្នាំយើងអត់យល់អាហ្នឹងអត់ស្គាល់អាហ្នឹងដល់ពេលយើងយកអាទម្រង់ហ្នឹងយកមកផ្សព្វផ្សាយបន្តិចមិនច្រើនទេតែយើងយកមកដាក់នៅក្នុងហ្នឹងបង្ហាញពីតួអង្គមួយដែលមានបារមីដែលមានគេហៅថាជាអ្នកដែលគេគោរពនៅក្នុងគ្រួសារហ្នឹងគឺគោរពថ្វាយគប់ហើយនៅក្នុងគ្រួសារខ្មែរអ្នកជំនឿរបស់ខ្មែរក៏មានអ្នកថ្វាយគប់ជឿទៅលើអប្សរាជឿទៅលើបារមីដែរយើងគួរតែស្គាល់ថាយើងជឿលើអីយើងគោរពលើអីនេះជាវប្បធម៌ជាប្រពៃណីរបស់យើងដល់ពេលយើងអត់ស្គាល់វាហើយដល់ពេលយើងបងផ្ទាល់យើងគិតថាចង់ផ្សព្វផ្សាយវាទៅជាទទួលបានការរិះគន់ឬក៏វាប្រហារតែហ្នឹងវាជារឿងកន្លងហួសហើយតើណាអរគុណដែលយកមកនិយាយតែទៅមុខទៀតយើងចង់និយាយថាទៅថាអនាគតទៅបើសិនជាទម្រង់ខ្មែរទម្រង់វប្បធម៌រាល់ពេលដែលយើងដាក់មកគឺវាប្រហារដាក់មកជាវាប្រហារបងជឿថាយូរទៅយើងលែងចង់ធ្វើហើយបែរតែបងផលិតផលផ្សេងឬក៏អ្នកដែលគាត់មានធនធានចង់ធ្វើកុនចង់ធ្វើរឿងមួយដែលផ្សព្វផ្សាយពីវប្បធម៌ឬក៏យកវប្បធម៌មកបញ្ចូលដើម្បីជាការចងចាំមកជាការកត់ត្រាវានឹងបាត់បង់ហើយកិច្ចការណារបស់ណាមួយដែលគេលែងនិយាយពីវាលែងសិក្សាពីវារបស់ហ្នឹងនឹង instinct មានថាដាច់ពូជហើយបងជឿថារបស់ដែលយើងយកមកផ្សព្វផ្សាយឬមកធ្វើហ្នឹងបើសិនជាយើងអានេះវាជាវិជ្ជាជីវៈរបស់យើងមួយដែរដែលយើងនិយាយពីដើមមកយើងធ្វើវាត្រូវយើងគោរពវិជ្ជាជីវៈរបស់យើងធ្វើគោរពតាមច្បាប់បងជឿថាវានៅតែល្អថតណាបើសិនជាការដែលអនុវត្តហ្នឹងវាមានការប្រអាក់ឬក៏មានជាប្រសាសន៍ច្រើនពេកពេលខ្លះយើងសុខចិត្តជឿធ្វើសុបបាក់ធ្វើសិនចាំពេលមួយដែលវាដល់ពេលវេលាចង់ធ្វើទៀតឬក៏ចាំពេលមួយដែលមានមនុស្សដែលអាចធ្វើឲ្យបានល្អជាងយើងគាត់ធ្វើទៅគាត់ជោគជ័យអាហ្នឹងយើងសាទរទៀតទៅពួកគេធ្វើបានល្អជាងយើងហើយគេបានជួយឲ្យទម្រង់វប្បធម៌រីកចម្រើនឆ្ពោះទៅមុខមួយជំនាន់ទៀតឬក៏អាវប្បធម៌ដែលយើងមានឬក៏ទម្រង់របាំដែលយើងមានហ្នឹងត្រូវបានរក្សាទុកនៅក្នុងការ record មួយច្បាស់លាស់បងជឿថាដោយរឿងដែលយើងធ្វើឥឡូវហ្នឹង10-20ឆ្នាំទៀតវានៅតែជាអាខាយមួយឬក៏ជាសមិទ្ធផលមួយដែលជាការចងចាំទៅក្មេងជំនាន់ក្រោយបើតែវាមិនល្បីឬក៏វាមិនហើយណាអូខេបាននិយាយពីវាហើយបើសិនជាមានមនុស្សនិយាយពីវាច្រើនវានឹងក្លាយជាភាពរុងរឿងភាព popular ប្រជាប្រិយតែបើសិនជាមានអ្នកនិយាយពីវាយូរទៅវានឹងដាច់ពូជខ្លួនឯងចឹងជំរឿនវាអាស្រ័យទៅលើអ្នកដែលគាត់កំពុងតែធ្វើការលើវិស័យហ្នឹងបងជឿថាគេប្រឹងធ្វើគេ
ព្យាយាមធ្វើតាមកំណងគេប៉ុន្តែធ្វើអីក៏ដោយត្រូវតែមានជាចម្រុះធ្វើបងមានម្នាក់ហ្នឹងគាត់និយាយប្រាប់បងភ្លេចឈ្មោះគាត់ណាបងធ្វើវីដេអូចំណាបងភ្លេចណាធ្វើវាថាចូលកុំគិតថាខ្លួនឯងស្នេហាជាតិតែម្នាក់ឯងផ្ដល់ឲ្យអ្នកដទៃស្នេហាជាតិធ្វើការងារដើម្បីជាតិ ដទៃស្នេហាជាតិតែឲ្យគ្រប់គ្នាស្នេហាជាតិឲ្យគ្រប់គ្នាធ្វើការដើម្បីជាតិតាមជំនាញតាមភាពខ្លាំងរបស់គេរៀងៗខ្លួនកុំអោបកសោបតែម្នាក់ឯងព្រោះថាតើមានខ្ញុំអ្នកស្នេហាជាតិអ្នកស្រឡាញ់វប្បធម៌អ្នកឯងបំផ្លាញវប្បធម៌ចូលចិត្តរុញគ្នាគួរតែសួរហេតុអីសិនហើយមិនធ្វើអញ្ចឹងមានមូលហេតុអីគុំតន់គេមិនតន់ធ្វើអីផងគេមិនតន់នេះត្រង់តែចេញមកវាខុសប្លែកពីយើងបន្តិចអូបំផ្លាញវប្បធម៌កាលហ្នឹង so ជាត្រឡប់ទៅវិញអាហ្នឹងវាជាផ្នែកមួយនៅក្នុងជំនាញវិជ្ជាជីវៈរបស់យើងចា៎ហើយក៏វាជាបទពិសោធន៍មួយសម្រាប់អ្នកផលិតរឿងផ្សេងៗទៀតគាត់យកទៅសិក្សានិងរៀនបន្ថែមចា៎បងអូខេអញ្ចឹងសុំសួរបងមួយទៀតសំណួរចុងក្រោយអូខេចាតកតងជាមួយនឹងប្រព័ន្ធ AI គេឃើញថាបងក៏មានផលិតជាវីដេអូ AI ខ្លះៗដែរហើយបច្ចុប្បន្នហ្នឹង AI វាលុបក្នុងវិស័យមិនថាវិស័យការងារឬក៏ខ្សែភាពយន្តទេខ្ញុំចង់ដឹងថាតើនៅពេលដែល AI វាចូលវាលុបចឹងវាមានផលវិបាកឬក៏គុណសម្បត្តិឬក៏គុណវិបត្តិអីខ្លះទៅលើវិស័យខ្សែភាពយន្តនៅក្នុងប្រទេសកម្ពុជាយើងបាទតកតង AI គឺសំខាន់នៅក្នុងសម័យនេះយើងអត់ចេះ AI យើងប្រកាសជាបាត់បង់ការងារដែល AI ធ្វើជំនួសយើងបានចា៎តែមិនមែនមានន័យថា AI នឹងជំនួសយើងទាំងអស់ឲ្យការងារខ្លះបើសិនយើងមានច្បាប់ទម្លាប់ត្រឹមត្រូវឬក៏ក្បួនខ្នាតត្រឹមត្រូវ AI គ្រាន់តែជា tool ជាឧបករណ៍មួយដែលជួយឲ្យយើងធ្វើការងារបានល្អជាងមុនច្រើនជាងមុនត្រឹមត្រូវជាងមុនអញ្ចឹងនៅក្នុងវិស័យភាពយន្តពេលដែលមាន AI មនុស្សមានការស្រាវជ្រាវច្រើនជាងមុនអានច្រើនជាងមុនហើយតតែមនុស្សអានតតែមនុស្សបកកែដែរទើបប្រើ AI មានប្រសិទ្ធភាពមិនមែនយើងឲ្យ AI ជប់អ្វីយើងចង់បានតាមចិត្តឬក៏ពេលខ្លះយើងសួរវាមិនត្រូវវាទៅជានាំរឿងខុសដែរហ្នឹងហើយដូច្នេះអានោះវាអាស្រ័យទៅលើការប្រើប្រាស់របស់យើងបុគ្គលតខ្លួនហ្នឹងតើយើងប្រើប្រាស់ AI នៅក្នុងទម្រង់មួយណាត្រឡប់មកវិញបើយើងនិយាយពី AI នៅក្នុងវិស័យភាពយន្តតើវាអាចនឹងជះផលឥទ្ធិពលអីខ្លះដល់វិស័យភាពយន្តយើង AI វាជួយអីខ្លះមកដល់ឬក៏វានាំផលលំបាកអីខ្លះមកដល់វិស័យភាពយន្តចា៎នៅក្នុងវិស័យភាពយន្តទាំងមូលពេលដែល AI មកដល់យើងឃើញថាមានការផ្លាស់ប្ដូរច្រើនហើយមនុស្សចាប់ផ្ដើមអ្នកបងនិយាយពីនៅក្នុងវិស័យភាពយន្តអ្នកដែលថតអ្នកដែលគាត់ធ្វើភាពយន្តណាអ្នកដែលគាត់ធ្វើជា hard skill មានថាគាត់អ្នកកាន់កាមេរ៉ាគាត់អ្នកសរសេរ script ដែលគាត់អត់ចេះ AI គាត់ប្រកាសជាដើរក្រោយគេអ្នកសរសេរ script ប្រើ AI អ្នកសរសេរ script ប្រើ AI គាត់អាចចាយពេល1ខែទៅ2ខែទៅវាហើយរឿងដល់ពេលអ្នកធ្វើអ្នកដែលយក AI មកប្រើជាជំនួយហើយគាត់ចេះធ្វើ script គាត់ចាយពេលមួយអាទិត្យគាត់អាចធ្វើការងារនឹងហើយអញ្ចឹងពី2ខែមកមួយអាទិត្យយើងសម័យមើលតើក្នុងមួយខែយើងអាច finish ឬបង្ហើយ script បានប្រហែលចា៎អញ្ចឹងមានថាអ្នកដែលធ្វើគ្រាន់តែធ្វើ script នៅក្នុងfilm វិស័យភាពយន្តនឹងមួយគាត់ពន្លឿនការងារគាត់បានច្រើនជាងមុនពេលគាត់ពន្លឿនបានការងារច្រើនជាងមុនគុណភាពគាត់លើសពីមុនអ្នកដែលយករឿងគាត់ទៅផលិតក៏វាងាយស្រួលជាងមុនដែរដោយសារគាត់បានវិភាគគាត់បានមើលវាសពជុំជ្រោយដូចអ្វីដែលគាត់ធ្វើពីមុនមកគាត់ថាប្រើ AI ឲ្យជួយគាត់កាន់តែលឿនជាងមុនមិនមែនឲ្យ AI មកជំនួសគាត់ទេគាត់ថាប្រើ AI ធ្វើឲ្យសម្រួលការងារគាត់ឲ្យលឿនជាងមុនឬគាត់ទៅសេ concept សេកំណត់គាត់អស់ហើយឲ្យ AI រៀបកំណត់របស់គាត់ហ្នឹងទៅជាទម្រង់ជាឆ្អឹងរឿងឬអីផ្សេងៗដែលពីមុនគាត់ត្រូវទៅវាយឆ្អឹងរឿងទៅ copy paste ឬក៏សរសេរឡើងវិញទាំងអស់បើតែត្រូវសរសេរឆ្អឹងរឿងមួយ10ទំព័រសម័យនោះ10ទំព័រគួយសរសេរមួយថ្ងៃទៅហើយញ៉ាំមែនសេដៃណាសេលើកុំព្យូទ័រហើយណាមួយពាក្យខ្មែរយើងទៅសេលើកុំព្យូទ័រអត់មាន auto correct ដូចភាសាអង់គ្លេសទៀតអញ្ចឹងទៅសេខ្មែរខ្លះខុសអក្ខរាវិរុទ្ធសេខ្លះសេលឿនពេកដៃក្បត់ចិត្តខុសអត្ថន័យតែនៅលើ AI ពេលដែលយើងដោយសារវាបានសិក្សាច្រើនវាបានប្រមូលទិន្នន័យច្រើនពេលសេខុសខ្លះវាកែសម្រួលយើងហ
ហើយយើងគ្រាន់តែចំណាយពេលអង្គុយអាននៅបានច្រើនដងទៅវាជួយយើងហើយអានោះមកនិយាយពីផលវិជ្ជមានធ្វើតែអ្នកសរសេរ script មួយឥឡូវនិយាយទៅលើអ្នកថតរឿងជា DP ជាដៃកាមេរ៉ាអ្នកដឹកនាំថតពេលដែលគាត់ចេញប្លង់ថតចេញអីគាត់ត្រូវទៅសិក្សាទៅ Google យករូបភាពយកមកតែដល់ពេលគាត់អាន script ណានេះហើយគាត់ចង់រៀប short list ឬក៏ធ្វើ storyboard ឬក៏ mood board ដើម្បីគាត់ត្រៀមថតគាត់ត្រូវតែសរសេរទម្រង់នឹងមកហើយឲ្យ AI ជួយ generate រូបភាពឬក៏ concept ប្លង់ដែលគាត់អាច generate បានពេលគាត់មាន visual មានរូបភាពដែលគាត់ generate បាន1 2 3 4គាត់អាចនឹងរើសយករូបភាពមួយដែលល្អបំផុតតែបើសិនជាគាត់អត់មានជំរឿគាត់ប្រកាសជាជ្រើសរើសយកអ្វីដែលមាននៅហ្នឹងតែគាត់មានជំរឿច្រើនគាត់អាចនឹងចំណេញពេលវេលារើសវាទៀងដាក់ហើយវាជួយឲ្យគាត់សម្រេចចិត្តត្រូវក្នុងការជ្រើសរើសប្លង់អាហ្នឹងពេលប្រើប្រាស់ AI សិក្សាទៅលើប្លង់ហើយមកនិយាយថា DOP អ្នកដឹកនាំថត AC ឬអីផ្សេងគាត់អាចយក AI មកសិក្សាស្រាវជ្រាវពីសមត្ថផលឬក៏ផលិតផលទាំងអស់តើមួយណាអាប់ដេតដល់ណាហើយខ្វះអីថែមបានដោយសារវាទៅជួយស្រាវជ្រាវ research ក៏មើលព័ត៌មានដែលមានស្រាប់យកមកអនុវត្តយកមកធ្វើអនុវត្តវាសាកល្បងទៅធ្វើបានល្អគឺយើងទទួលបានផលល្អដល់ទេចា៎ហើយបើនិយាយពីតួសម្ដែងគាត់ថា AI ជំនួសតួសម្ដែងបានគេអាច generate តួបានប៉ុន្តែបងមានពីករណីទី1យើងអាចបើនិយាយពីនៃ positive ពេលដែលយើងប្រើប្រាស់ AI មក generate ជាតួអង្គឬក៏ឲ្យតួអង្គនឹងសម្ដែងយើងមាន sample AI ហ្នឹងយើងប្រាប់ឲ្យតួហ្នឹងថាអូខេខ្ញុំចង់បាន scene តួខ្ញុំសម្ដែងចេះអញ្ចឹងគ្រាន់តែយើងនិយាយពាក្យសម្ដីហើយនឹងឲ្យគាត់មើលរូបបងជឿថាមើលរូបអាចនឹងរៀនលឿនជាងអញ្ចឹងតួដែលគាត់មើលរូបហើយវីដេអូហ្នឹងហើយគាត់រៀនតាមគាត់ធ្វើតាមគាត់អាចនឹងទទួលបានការសម្ដែងមួយដែលល្អហើយលឿនព្រោះអីវាបានយកចំណុចល្អមកពីដើមមកពេលដែលយើងសម្ដែងឬក៏យើងធ្វើអីមួយតួសម្ដែងក៏គាត់ត្រូវតែរៀនត្រាប់តាមគេដែរអញ្ចឹងវាមានខុសគ្នាវិធីរៀនវានៅតែដែរគ្រាន់តែថាឧបករណ៍ដើម្បីរៀនវាលើសជាងមុនដោយកាលមុនគេសរសេរគេរៀនគេសរសេរទៅលើក្តារខៀនតែឥឡូវគេចាំតែ slide រៀននេះបានអញ្ចឹងវាគ្រាន់តែខុសរបៀបគ្នាបន្តិចទេតែទស្សនៈឬក៏គំនិតនៃការរៀនហ្នឹងវានៅតែដែរចំណេះដឹងវានៅតែដែរវាអត់ទៅណាវាអាចនឹងអភិវឌ្ឍលឿនជាងមុនប៉ុន្តែភាពត្រូវណាត្រូវភាពខុសយើងមានតិចជាងមុនពេលយើងមានទីចិត្តប្រើ AI អាហ្នឹងមកនិយាយពីផលវិជ្ជមានដែលអ្នកដែលជា AI យកមកប្រើប្រាស់ហើយជាផលប្រយោជន៍ផលអវិជ្ជមានក៏មានដែរមែនអត់ទេពេលដែលយើងប្រើប្រាស់ AI ច្រើនឬក៏យើងប្រើប្រាស់ AI ដែលខុសផ្លូវការមានតែខុសពីទម្រង់បែបបទដែលយើងយល់ហ្នឹងចា៎ពេលខ្លះយើងប្រើ AI ទៅសួរវាឬក៏ទៅនិយាយឲ្យវាស្ដាប់តាមយើងឬក៏ follow ឬក៏គេថាគោរពទៅតាមគំនិតដែលយើងគិតថាត្រូវព្រោះយើងបានគិតថាត្រូវហើយអញ្ចឹងយើងសរសេរឲ្យវាគិតអាហ្នឹងត្រូវវិធីអញ្ចឹងវានាំខុសវាថាជាវាអូខេតាមយើងរហូតអញ្ចឹងទៅវានាំខុសនាំឲ្យធ្លាក់ចំហុកទាំងអស់គ្នាពេលដែលយើងដឹងនាំវាខុសដែរអញ្ចឹង AI វាដូចជាចកូនម៉ូតូអញ្ចឹងចកូនឡានហ្នឹងបើសិនជាយើងអត់ស្គាល់ផ្លូវហើយយើងចេះតែជន់វាឬក៏តម្រង់ទិសទៅតាមផ្លូវខុស AI នាំយើងខុសដូចគ្នាហើយយើងទៅបន្ទោសហ្នឹងមកពី AI នាំយើងខុសតាមពិតយើងខ្លួនឯងយើងប្រើប្រាស់វាខុសផ្លូវអញ្ចឹងអាហ្នឹងវាមកវាចំណុចមួយទៀតនៅក្នុងការប្រើប្រាស់ AI ហើយនៃអវិជ្ជមានគឺយើងប្រើប្រាស់វាអត់ត្រូវឬក៏យើងប្រើប្រាស់វាលើសលប់ពេកតែវាមិនសមនឹងត្រូវការរបស់យើងហ្នឹងហើយអាចនឹងមានចំណុចផ្សេងទៀតដែលបងនិយាយអត់អស់តែបងសង្ឃឹមថាតាក់ទង AI ហ្នឹងវាគួរជាឱកាសមួយសម្រាប់ទាំងអស់គ្នារៀនទាំងអស់គ្នាសាកល្បងចា៎ហ្នឹងហើយអូខេអញ្ចឹងសរុបមកវិញដោយសារតែពេលវេលារបស់យើងមានកំណត់ដែរអញ្ចឹងចង់ឲ្យបងបញ្ចេញមតិឬក៏ផ្ដល់ជាយោបល់ទៅដល់ទស្សនិកជនរបស់យើងដែលកំពុងតាមដានហ្នឹងអ្នកដែលចង់ចូលរួមនៅក្នុងវិស័យខ្សែភាពយន្តណាចាំបងចង់សៀជាបទពិសោធន៍ឬក៏ជាមតិយោបល់ទៅដល់ពួកគាត់បន្តិចដែរនេះហ្នឹងហើយអរគុណច្រើនជាចុងក្រោយបងគិតថាបងចង់ឆ្លើយតបទៅលើ
អ្នកដែលគាត់គិតថាគាត់ចង់ខ្លាចជាអ្នកដឹកនាំរឿងឬក៏ចង់ឈានជើងចូលក្នុងវិស័យហ្នឹងតើបងផ្ដោតទៅលើបងប្អូនជំនាន់ក្រោយឬក៏អ្នកមកក្រោយអញ្ចឹងណាបងមិនមែនជាមនុស្សល្បីឬក៏មុនអីម៉ានទេតែណាបងគិតថាបើសិនយើងកំពុងតែដើរលើវិថីហ្នឹងឬក៏ចង់ឲ្យវិស័យភាពយន្តរបស់ខ្មែរយើងរីកចម្រើនការធ្វើការរួមគ្នាគឺសំខាន់ការចូលរួមជាសហគមន៍មានថាសម្ព័ន្ធសហគមន៍ដែលធ្វើការក្នុងវិស័យហ្នឹងជារឿងសំខាន់ដោយសារអីពេលដែលយើងចង់ចេះអីមួយយើងមានសហគមន៍ហ្នឹងស្រួលអញ្ចឹងវាអត់មានអីដែលខ្លាំងជាងយើងទៅសួរគេឬក៏យើងទៅអនុវត្តវាទេបើសិនជាយើងឆ្ងល់អីយើងត្រូវហ៊ានសួរបើសិនជាយើងអត់ចេះយើងត្រូវតែរៀនអនុវត្តរៀនធ្វើហើយការអនុវត្តទាំងអស់ហ្នឹងនឹងពង្រឹងជំនាញរបស់យើងហើយយើងអត់យល់ពីវិជ្ជាជីវៈគេធ្វើមិនយើងសួរអ្នកដែលមានជំនាញវិជ្ជាជីវៈទៅយើងប្រកាសជាទទួលបាននៅបទពិសោធន៍ទាំងអស់ហ្នឹងដែលគេចែកប្លែកគេដើរផ្លូវត្រូវគេធ្វើម៉េចបានដំណើរជីវិតរបស់គេនៅក្នុងវិស័យហ្នឹងអត់ដួលទៅណាទោះបីជាស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចមិនក៏ដោយក៏គេនៅតែបន្តជីវភាពទៅមុខកុំឲ្យយើងថតកុនសុកយើងទៅរត់ទៅនំវិញអត់មានអីខុសទេទៅរត់តាក់ស៊ីវិញអត់មានអីខុសទេវាជាចំណង់ចំណូលចិត្តយើងវាជាអារម្មណ៍របស់យើងតែកុំឲ្យបាក់ទឹកចិត្តកុំឲ្យគិតថាវិស័យហ្នឹងពិបាកហើយដល់ពេលយើងគិតថាពិបាកយើងដើរប្រាប់គេគ្រប់គ្នាថាកុំទៅធ្វើប្រាប់កូនយើងប្រាប់អ្នកជំនាន់ក្រោយថាកុំប៉ះវិស័យហ្នឹងអត់កើតទេពិបាកញ៉ៃក្នុងវិស័យហ្នឹងកុំតែសារយើងម្នាក់គិតថាមិនល្អហ្នឹងយើងទៅនាំគេឲ្យល្អវាថាចេះយើងស្អប់ម្នាក់យើងស្អប់ម្នាក់ហ្នឹងហើយយើងទៅដើរនាំអាចគេទៅស្អប់ម្នាក់ហ្នឹងដែរដោយសារយើងអត់ត្រូវគ្នាម្នាក់ហ្នឹងដោយសារយើងអត់ជោគជ័យនៅក្នុងវិស័យភាពយន្តយើងមិនគួរណាទៅនិយាយថាវិស័យហ្នឹងអត់កើតអត់ល្អតាមពិតវិស័យហ្នឹងល្អបើយើងគិតណាបើសិនវាជោគជ័យវារីកចម្រើនគិតមើលកូរ៉េភាពយន្តវាល្បីប៉ុណ្ណាវារកចំណូលប៉ុណ្ណាឲ្យប្រទេសជាតិវាសេដ្ឋកិច្ចវារីកចម្រើនប៉ុណ្ណាគេស្គាល់កូរ៉េប៉ុណ្ណា soft power ហ្នឹងគេថាកម្លាំងអូសទាញហ្នឹងខ្លាំងប៉ុណ្ណាអញ្ចឹងហើយភាពយន្តការផលិតភាពយន្តវិស័យសិល្បៈនេះគឺសំខាន់វាជួយទៅឲ្យប្រទេសជាតិយើងមានសេដ្ឋកិច្ចដើរមកវាមិនទាំងអស់វាតិចទៅហើយវាជួយឲ្យមនុស្សដែលនៅធ្វើការនៅក្នុងវិស័យនេះមានការងារបន្ថែមទៅយើងសប្បាយណាស់អត់មានការងារធ្វើត្រូវអត់ប្រកាសជាចង់បានការងារធ្វើហើយមួយទៀតពេលដែលយើងរឿងធ្វើត្រូវយើងមិនប្រកាសថាធ្វើមួយពីរវាត្រូវវាជោគជ័យទេតែបើសិនមានមនុស្ស10 20នាក់ធ្វើរឿងម្នាក់មុនអ្នកពីរវាអាចបាន20 30រឿងវាគុំតែមានរឿងណាមួយបានទៅក្រៅប្រទេសឬក៏ខ្លាចទៅជារឿងដែលល្អចាប់ប្រចាំងទៅលើអន្តរជាតិមកទីហាននៅក្នុងស្រុកកូរ៉េគេផលិតរឿងមិនក្រោមពី 3000 រឿងទេក្នុងមួយឆ្នាំអញ្ចឹងលេងអី 3000 រឿងហ្នឹងបានទៅអូស្ការឬក៏បានទៅកានឬក៏បានជាប់ពាននេះពាននោះត្រូវអត់ចា៎ហើយនៅក្នុងស្រុកខ្មែរមួយឆ្នាំអត់មាន100រឿងឬក៏ឥឡូវវារៀងគ្រាន់បើណាមានរហូតដល់100រឿងជាងឬក៏200រឿងអញ្ចឹងយើងតំបានឡើងបន្តិចយើងប្រៀបធៀបមួយស្រុកថៃមួយឆ្នាំក៏គេមាន1500 រឿងដែរនៅវៀតណាមក៏មាន600 រឿងដែរយ៉ាងតិចបំផុតចា៎ដូច្នេះយើងបើសិនជាយើងមានច្រើនរឿងយើងមានកម្លាំងយើងមានការរុញច្រានទៅលើវិស័យហ្នឹងឲ្យវាដើរទៅមុខសេដ្ឋកិច្ចក៏ដូចជាការផ្សព្វផ្សាយវប្បធម៌ឬក៏ទេសចរអីចឹងក៏វាធ្វើឲ្យបរទេសច្រើនអ្នកឬក៏ការជួយផ្សព្វផ្សាយបន្ថែមទៅលើវិស័យហ្នឹងដូចគ្នាពួកយើងទៅថតយើងមិនថតនៅក្នុងផ្ទះឡូវណាយើងប្រកាសជាដើរថតកន្លែងកំសាន្តកន្លែងផ្សេងកន្លែងទេសចរផ្សេងហ្នឹងមិនជួយផ្សព្វផ្សាយទេសចរយើងថតពីទម្រង់សិល្បៈខ្មែរមានរបាំមានក្បាច់គុនរបស់កតោមានបដោមានអីមិនសិតវប្បធម៌យើងការរៀបការសាងធ្នូការសង់ផ្ទះក៏ត្រូវមានវប្បធម៌ប្រយុទ្ធចិត្តចូលដែរអញ្ចឹងរឿងទាំងអស់សិតតែជាប់ពាក់ព័ន្ធជាមួយនឹងការរស់នៅរបស់ប្រជាជនរាល់ថ្ងៃឬក៏ជីវិតរបស់យើងរស់នៅរាល់ថ្ងៃelement ឬក៏ចំណុចទូចៗល្អៗទាំងអស់ហ្នឹងហើយដែលជាការបូកចូលរួមគ្នាធ្វើឲ្យវិស័យនឹងរីកចម្រើនអញ្ចឹងតើតើយើងជួយលើកទឹកចិត្តតើតើយើងជួយជំរុញទៅវាទៅមុខតែបើយើងឃើញប្លែកបន្តិចអត់កើតទេខុសហើយកុំធ្វើអី
អាហ្នឹងបងជឿថាវាអត់ខ្មែរដូចគ្នាទេវាមិនមែនជាបើថាវាមានចំណុចមិនល្អយើងជួយកែសម្រួលគ្នាទៅកុំតន់ប្រើមេត្តាខ្លួនឯងយកមកវាបហាយកមកផ្ដាច់ផ្លូវគ្នាហើយបងក៏ប្រើប្រាស់មេត្តានេះយកមកនិយាយផ្ដាច់ផ្លូវនរណាមួយដែរយើងគ្រាន់តែយកមកផ្សព្វផ្សាយចែករំលែកហើយចង់ឲ្យអ្នកទស្សនាគាត់យល់បន្ថែមពីវិស័យឬក៏ជំនាញឬក៏professional ខ្លួនឯងហ្នឹងគឺក៏របស់អ្នកដែរក៏ចែករំលែកហ្នឹងវិជ្ជាជីវៈហ្នឹងឲ្យបានដឹងឲ្យបានយល់ហើយយើងពេលយើងបានដឹងបានយល់យើង at least ក៏យើងយ៉ាងហោចណាស់ក៏យើងអត់ទៅធ្វើអីខុសដែរយ៉ាងហោចណាស់ក៏យើងអត់ទៅសម្រេចចិត្តឬក៏អត់ទៅថារិះគន់ឲ្យគេខុសពីការពិតដែរអូខេបងមានប៉ុណ្្នឹងដើម្បីចែករំលែកសង្ឃឹមថាអ្នកទស្សនាគាត់ទទួលបានបទសោតឬក៏ពុទ្ធិខ្លះយកទៅប្រើប្រាស់វិញចាអរគុណចាអញ្ចឹងសូមអរគុណបងដែលបានចូលរួមផ្ដល់ជាមតិយោបល់ក្នុងថ្ងៃហ្នឹងអូខេអញ្ចឹងអរគុណដល់អ្នកទស្សនាទាំងអស់គ្នាហើយកុំភ្លេចសូមរងចាំតាមដាននៅអេពីសូតក្រោយៗរបស់យើងទៀតនៅក្នុង podcast និយាយអំពីជំនាញនិងវិជ្ជាជីវៈរបស់យើងអញ្ចឹងសូមអរគុណសូមជម្រាបលាដល់អ្នកទាំងអស់គ្នាបាយបាយចា